មែនតែនទៅពាក្យថាជីវិតមិនទៀងហ្នឹងមិនមែនន័យថារបស់ដតីក្រៅពីជីវិតទៀងនោះទេប៉ុន្តែនៅពេលណាដែលយើងនិយាយពាក្យថាជីវិតមួយម៉ាត់ហ្នឹងគឺវាក្តោបនៅក្នុងបញ្ញខណ្ឌនេះឯងនឹងតាមទំនោរដែលយើងនិយាយណាហ្នឹងហើយតែបើយើងហែកនៅក្នុងបរមត្ថជីវិតហ្នឹងគឺសំដៅដល់តួជីវិតន្ទ្រីហ្នឹងហើយដែលមាននាមមួយរូបមួយប៉ុន្តែនៅពេលណាដែលយើងនិយាយពាក្យថាជីវិតមិនទៀងហ្នឹងគឺស្មើនឹងខណ្ឌ5មិនទៀងហ្នឹងឯងហ្នឹងក្តោបទាំងអស់ឬក៏មានពេលខ្លះលោកនិយាយជាបញ្ញត្តិថាសត្វលោកមិនទៀងត្រូវជារៀននាំចូលទៅកាន់មរណៈដូចជានៅក្នុងធម្មឧទ្ទេស4បាទគ្រូអដ្ឋវោលោកោហ្នឹងហើយសត្វលោកមិនទៀងណាសត្វលោកមិនទៀងត្រូវជារៀននាំចូលទៅកាន់មរណៈចឹងពាក្យនេះគឺក្តោបនៃទាំងអស់ហើយគឺសំដៅទៅដល់បញ្ញខណ្ឌនឹងឯងហើយដែលយើងពិចារណាថាជីវិតមិនទៀងហ្នឹងក៏យើងមិនបានទៅពិចារណាព្រៃភ្នំក្រំថ្មសមុទ្រផែនដីផ្កាយព្រះអាទិត្យអីទេបាទពីព្រោះយើងដឹងហើយថារបស់នោះបែបថាវាមិនទៀងមែនតែវាតាំងនៅយូរជាងបញ្ញខណ្ឌនេះជីវិតនេះកាលរាប់ពាន់ឆ្នាំមុនហ្នឹងមនុស្សក៏រស់នៅលើផែនដីនេះហ្នឹងណាហើយក្រោមពន្លឺព្រះអាទិត្យនេះហើយឥឡូវព្រះអាទិត្យនៅតែជាព្រះអាទិត្យតែសត្វលោកផ្លាស់ប្ដូរវេនគ្នាមកសមុទ្រនៅតែសមុទ្រនៅតែរសាររស់ប្រៃនៅតែយូរវែងណាដូចសមុទ្រក៏ច្រៀងមិនដេចមានរលកមិនដេចមានសមុទ្រមិនដេចមានរលកអោរលកបក់បោកគ្មានឈប់មិនដេចក៏មានយប់មានថ្ងៃហ្នឹងមិនដេចសមុទ្រមិនរីងរសជាតិនៅប្រៃសត្វលោកកើតមកធ្វើអ្វីបើកើតហើយខ្សែទៅវិញដដែលអាយុបាត់នឹងបរោះអ្នកនិពន្ធល្អណាស់ណាតែមិនតែរបៀបដូចទំអូញទំអែមិនព្រមតែវាគួរតែមិនព្រមមែនហើយក៏កើតមកហើយរស់នៅប្រឹងសឹងអីទីបំផុតខ្សែទៅវិញចង់និយាយថាសមុទ្រចេះនៅប្រៃដដែលហ្នឹងរលកនៅតែបក់បោកហើយសត្វលោកមកហើយទៅបាត់មកហើយទៅបាត់សមុទ្រនៅតែជាសមុទ្រមិនក៏វាមិននៅអាយុដូចសមុទ្រទៅហ្នឹងយ៉ាងម៉េចអញ្ចឹងណាបាទគ្រូហ្នឹងហើយប៉ុន្តែរបស់ទាំងអស់ហ្នឹងក៏គង់ទៅតែវាយូរវែងណាកន្លែងហ្នឹងក៏ទាញជាឧទាហរណ៍មកថាយើងរាល់ថ្ងៃនេះវាមកដដើមគ្នាបាទដដើមដីគ្នាដដើមសមុទ្រគ្នាហ្នឹងនឹងយើងរះទៅក៏ដដើមដីតាមផ្ទះរះតិចតួចចឹងទៅបាទអ្នកក្រទៅអង្កលលបងតិចតួចចឹងទៅរស់ស៊ីធំដុំរឿងដីទៅជួនកាលក៏រឹបអូសគ្នាម្ដងរាប់ហត្តាចឹងទៅដល់ថ្នាក់ប្រទេសមកវាឆ្លៀនពៀនគ្នាចឹងទៅច្បាំងអីចឹងវាអត់គ្រប់បាទក្រក៏មិនគ្រប់កដាលក៏មិនគ្រប់មានក៏មិនគ្រប់ស្ដាច់ផែនដីក៏មិនគ្រប់អញ្ចឹងបាននៅក្នុងធម្មឧទ្ទេសហ្នឹងថាឧណោទាឧណោលោកោអតតោតណ្ហាទាសោសត្វលោកសត្វលោកនេះគឺខ្វះកលាស់ជានិច្ចហើយជាកញ្ចះនៃតណ្ហាយើងអាចខ្លាយជាចវាយគេតែយើងពុទ្ធជននេះមិនអាចខ្លាយជាចវាយតណ្ហាបានទេពុទ្ធជននេះគ្រប់គ្នានឹងរស់ក្រោមអំណាចចវាយតណ្ហាប្រារហូតណាអញ្ចឹងចវាយក្នុងโลกនេះប្រហែលជាគេមិនដែលរកឃើញថាតួតណ្ហាជាតួចវាយបាទគេគ្រាន់តែឃើញថាអ្នកចេះគ្រប់គ្រងគេណាចេះគ្រប់គ្រងជំនួញជាមេអ្នកបម្រើច្រើនជាមេគេអីហ្នឹងចវាយគេណាបាទអាចបជានេះបានបជានោះបានអញ្ចឹងណាបាទតាមអំណាចឋានៈឬក៏លុយកាក់ដែលគាត់ឲ្យទៅគេអញ្ចឹងទៅអាហ្នឹងហៅចវាយធំហើយហ្នឹងហើយប៉ុន្តែក្រៅពីមេគាប្រពុតហ្នឹងមើលមិនដែលឃើញថា
មានរបស់ប្រើចវាយនឹងបានទៀត ừ. គឺតួតណ្ហាក្នុងចិត្តដែលវាមិនចេះគ្រប់ណា បាទនេះយើងអាចនិយាយថាជាចវាយនៃសង្សារវដ្តបានបង គឺណាអាចថាអញ្ចឹងក៏បានបើយើងនិយាយក្នុងបដិច្ចសមុប្បាតវាគ្មានសត្វបុគ្គលអីទេ បាទគ្រូ គឺណាព្រោះតែតណ្ហាហ្នឹងបានវានាំឲ្យមានឧបាទាន បាទ ហ្នឹងហើយកើតឧបាទានជាបច្ច័យកើតភព គាត់ភព ភពហ្នឹងមានកម្មភពវាទៅមានឧបត្តិភព បត្តិភព នាំមកនៅជាតិ បាទ ចឹងទៅក៏នាំមកនៅទុកបន្តទៀតទៅសោកបរិទេវៈហើយសោកគ្រប់ទោមនោះគឺណាមានពេលវេលាដែលយើងចូលរួមបុណ្យសពឬក៏មិនចាំបាច់បុណ្យសពទេយើងនឹកឃើញអ្នកដែលរញ្ជួយដីស្លាប់ដូចជាប្រសង់ភូមិលោកសកួតភ្លាមគ្រោះថ្នាក់ចរាចរណ៍រាល់ថ្ងៃគៀងបេះដូងស្លាប់រាល់ថ្ងៃហើយបើទោះជាមិនមានគ្រោះជាយថាហេតុក៏ជីវិតហ្នឹងវាមិនលើសពី100ឆ្នាំហ្នឹងទេ ត្រូវ លើសតិចតួចអ្នកអាយុវែងហើយប៉ុន្តែ យើង តាមសេចក្តីប្រមាទរបស់មនុស្សយើងនេះហាក់ដូចជារស់នៅអស់កលជានិច្ចអញ្ចឹង បាទបាទ អស់កលជានិច្ចមិនស្លាប់អញ្ចឹងមើលទំហំនៃការដណ្ដើមគ្នាពលវង្វេងនឹងជីវិតពលវង្វេងនឹងឋានៈយុស័កអីសពគ្រប់ហ្នឹងមើលទៅដូចមិនមែនអញ្ចឹងណាមិនមែនអញ្ចឹងដូចមិនមែនអញ្ចឹង ដូចជីវិតហ្នឹងរស់នៅយូរអង្វែង ណា ប៉ុន្តែនិយាយអញ្ចឹងមិនមែនមិនឲ្យតម្លៃការទទួលបាននៅលៀបយុសសរសើរសុខទេអាហ្នឹងវាជាផលរបស់បុណ្យដែរ បាទ គណៈផលវាឲ្យមកវាមិនអាក្រក់អីអាក្រក់គឺអាចិត្តទៅវែងជាមួយនោះអាហ្នឹងទៅជារឿងអកុសល បាទគ្រូ អញ្ចឹងបាននៅក្នុងតិកៈមេតិកាមួយបងសម្ដែងពីសង្កលិដ្ឋាធម្មាពួកធោសៅមង សៅម៉ង ធោសៅមងគឺសំដៅដល់អកុសលធម៌ សតពី ណាអកុសលចិត្ត12អកុសលចេតសិក27នៃសម្បយុទ្ធហ្នឹងជាសង្កលិដ្ឋាធម្មាហ្មង លទ្ធធម្ម ធោសៅមង បាទបាទ ហ្នឹងហើយដល់ទៅ អសង្កលិដ្ឋាធម្មា ធន ទៅដល់លោកុត្តរៈ បាទ អញ្ចឹងណាហើយនៅពៀនក៏អសង្កលិដ្ឋាដែរសៅមងឯង បាទ តើមានធម៌មួយទៀតហ្នឹងឈ្មោះថាអសង្កលិដ្ឋាសង្កលេសិកាធម្មា សង្កលេសិកា ធម៌ហ្នឹងអត់សៅមងទេតែវា ស្គេសៅម៉ង សំគួរដល់សេចក្តីសៅមង បាទ ហ្នឹងហើយក្នុងន័យថាវាជាអារម្មណ៍នៃសេចក្តីសៅមងឧទាហរណ៍ដូចជាតួវិបាកវាមានសៅមងឲ្យវាទោះជាវិបាកនៃអកុសលក្តីវិបាកអកុសលក្តីវាត្រឹមតែជាវិបាក បាទ ឃើញទេ ប៉ុន្ អ តែ ត់សៅមងទេព្រោះវាអត់ រាប់យកលោកយៈកុសលហ្នឹង ណា បើហ្នឹងរាប់យកលោកយៈកុសល លោកយៈកុសលក៏រាប់ដែរ ណាបាទ ហ្នឹងហើយ បាទ លោកយៈកុសលអត់សៅមងទេ អត់សៅម៉ងទេបាទ ប៉ុន្តែវាជាអារម្មណ៍នៃសេចក្តីសៅមងដែរ បាទគ្រូ ហ្នឹងហើយឧទាហរណ៍ដូចអឺឃើញនរណាមួយដែលគាត់ធ្វើល្អ បាទ ដល់ធ្វើល្អទៅវាទប់មួយអាល្អគេនឹងមិនបានវាទៅជាលោភៈជាប់ជាពាក់ទៅវិញវាមិនបានជ្រះថ្លាវាទៅជាជាប់ជាពាក់ណាសេចក្តីល្អរបស់គេនោះ បាទ ហ្នឹងហើយដូចរូបនិយាយរូបទៅរូបមិនមែនជារបស់សៅមងទេតាមន័យកុសលនិងអកុសល បាទ រូបជាអព្យាកតាធម្មា ថា ប៉ុន្តែរូបហ្នឹងអាចជាអារម្មណ៍នៃសេចក្តីសៅមងជួនកាលក៏ទៅជួនកាលក៏ស្អប់ទៅជួនកាលក៏ស្រឡាញ់ជាប់ជាពាក់រូបហ្នឹងទៅ បាទ ណាហ្នឹងហើយ ប៉ុន្តែវិលមកប្រធានបទវិញចង់និយាយពីរឿងជីវិតមិនទៀងមួយម៉ាត់ហ្នឹងគឺក្តោបន័យថាខណ្ឌ5មិនទៀងហ្នឹងវាមិនទៀងស្រាប់ចុះយើងចម្រើនអីជាមួយនឹងរបស់មិនទៀងហ្នឹងប្រតិបត្តិអីចំពោះរបស់មិនទៀងហ្នឹងគឺត្រូវចម្រើនបញ្ញាឲ្យដឹងនៅអាភាពមិនទៀងរបស់អារបស់មិនទៀងហ្នឹង បាទ
យើងវាខ្វះតែនឹងតែដែលថាត្រូវចម្រើនធម៌រាល់ថ្ងៃនេះចម្រើនអានឹងតា ឃើញថាមិនទៀង ណាតួប្រតិបត្តិដែលគប្បីដឹងរាល់ថ្ងៃហ្នឹងគឺត្រូវប្រតិបត្តិឲ្យឃើញធម៌មិនទៀងជាទុកជាអនត្តាហ្នឹងឯងហើយយើងមានចាំបាច់ទៅបង្កើតធម៌មិនទៀងឲ្យបានយើងពិចារណាមិនឃើញទេចឹងមិនទោសនៃការមិនសិក្សានៅពុទ្ធវចនៈយើងអាចដើរខ្វៀងធម៌ច្រើនណាបាទគ្រូហើយច្រឡំទៀតណាច្រឡំថាខ្លួនអ្នកធ្វើធម៌ហ្នឹងអញ្ចឹងពាក្យថាសង្ខារធម៌ឬក៏សង្កតធម៌នឹងរាប់យកអីខ្លះដូចជាចក្ខុវិញ្ញាណដែលកំពុងកើតឡើងនេះបាទជាធម៌ឬមិនមែនធម៌ជាសង្ខារធម៌ឬក៏មិនមែនបាទជាអនិច្ចតាធម៌ឬក៏មិនមែនមានរំលងអាហ្នឹងឯងមានរំលងចក្ខុវិញ្ញាណមួយថាអាចិត្តឃើញហ្នឹងមិនមែនអនិច្ចតាធម៌ទេដល់ទៅអង្គុយណាបញ្ចេញអនិច្ចតាធម៌មកបាទឬក៏មិនដូចអត់រំលងក៏នឹងមានហ្នឹងហើយបាទចិត្តលឺសោតវិញ្ញាណនេះដែលប្រកបឡើងនេះតើចិត្តលឺហ្នឹងជានិច្ចាធម្មាឬក៏អនិច្ចាធម្មានិច្ចាធម្មាអនិច្ចាជានិច្ចាដែលប្រែថាទៀងឬក៏អនិច្ចាអនិច្ចាណាវាមិនដែលលឺឲ្យឆ្កឹងនៅនឹងវាអត់ទៅវិញមែនទេមិនលឺតែមួយនឹងណាបើចិត្តលឺនឹងវាអត់រលត់ទេវាលឺតែមួយម៉ាត់នឹងឆ្កឹងចឹងរហូតទៅវាមិនអាចមានឱកាសទៅលឺរបស់ផ្សេងទៀតទេណាធំក្លិនហ្នឹងចិត្តធំក្លិនហ្នឹងអនិច្ចាជាអនិច្ចតាធម៌ដែរទេអនិច្ចតាធម៌ហ្នឹងហើយចឹងមិនពេលខ្លាំងគាថាដែលយើងស្វាត់ជាយហ្នឹងយើងចូលវាអត់ដល់ដល់ធម៌ណាដែលមានឈ្មោះថាអនិច្ចតាធម៌គឺសភាពប្រែប្រួលមិនទៀងទាត់អនិច្ចតាធម៌នេះមិនមែនជាធម៌សម្រាប់អ្នកស្រុកតែមួយទេមិនមែនជាធម៌សម្រាប់អ្នកនិគមតែមួយទេមិនមែនឬធម៌សម្រាប់ត្រកូលតែមួយក៏មិនមែនទេអនិច្ចតាធម៌នេះគឺជាធម៌សម្រាប់មនុស្សសត្វព្រមទាំងទេវតាមាព្រំទាំងអស់គ្រប់រូបឃើញទេអញ្ចឹងបើទេវតាមាព្រំនឹងមានចក្ខុវិញ្ញាណតែចក្ខុវិញ្ញាណរបស់ទេវតាមាព្រំនិងចក្ខុវិញ្ញាណរបស់មនុស្សរបស់ឆ្កែរបស់អីទាំងអស់តួចក្ខុវិញ្ញាណនឹងជាអនិច្ចតាធម៌ទេអនិច្ចតាធម៌ហ្នឹងហើយអញ្ចឹងអនិច្ចតាធម៌ដែលតួចក្ខុវិញ្ញាណនឹងសមគួរដល់ការបដិបត្តិទេសមគួរដល់ការវិចារណាទេបាទត្រូវហ្នឹងហើយតែពិតនៅនឹងអស់ហ្នឹងប៉ុន្តែនិយាយតែរឿងបដិបត្តិរាល់ថ្ងៃដោយមហាលោតផ្លោះទៅរស់ស្អីចឹងដូចបាទប៉ុន្តែរំលងអាធម៌នោះទៅត្រូវដឹងណាបាទហ្នឹងហើយសោតវិញ្ញាណរបស់មនុស្សក៏ដោយមាព្រំក៏ដោយហ្នឹងអញ្ចឹងហើយបានពួកមាព្រំទាំងអស់ហ្នឹងក៏អាចចម្រើនសតិប្បដ្ឋានបានដោយសារវាមានអានោះបាទមានអានឹងមានអនិច្ចតាធម៌ហ្នឹងដែលវាប្រកបឡើងហើយដូចយើងពីមុនប្រហែលថ្ងៃមុនមិនឃើញលពូបាសកវងហាងផ្ទាល់នឹងភ្នែកអញ្ចឹងទេណាបាទលោកគ្រូហ្នឹងហើយថ្ងៃទី8យើងមកជួបគាត់និយាយសើចលេងអីសពគ្រប់ជួបគាត់ឃើញផងឮផងប៉ះពាល់គាត់ទៀតបាទអញ្ចឹងតួឃើញហ្នឹងរលត់បាត់នៅរលត់ហើយតួឮគាត់និយាយហ្នឹងរលត់នៅរលត់ហើយតួប៉ះគាត់ហ្នឹងរលត់នៅរលត់បាត់ហើយអញ្ចឹងតួឃើញតួឮតួប៉ះហ្នឹងជាអនិច្ចតាធម៌ឬក៏មិនមែនអនិច្ចតាធម៌តែអនិច្ចតាធម៌ដែលជាតួឃើញតួឮតួប៉ះហ្នឹងគឺជាធម៌ដែលគួរប្រតិបត្តិឬក៏មិនមែនអាហ្នឹងគួរប្រតិបត្តិដោយការរលឹកដល់ណាអនុសតិណាសតិហៅថាអនិច្ចានុបស្សីណាអនិច្ចានុបស្សីឃើញរឿយថាជារបស់មិនទៀងប៉ុន្តែធម៌ហ្នឹងវានៅខ្លួនហ្នឹងវាគៀកពេកទៅហើយវាអត់មានអ្នកហែកឲ្យវាចេញមកនាំគ្នាទៅរោងព្រៃមើលឃើញកន្លែងហ្នឹងឃើញទេដល់ទៅរោពិសេសណាដល់នៅស្ងាត់ឈឹងអញ្ចឹងទៅពិសេសណាវាព្រឺទៅនេះវាព្រឺទៅនោះទៅអញ្ចឹងទៅអនិច្ចតាធម៌ដែលសំដែងហ្នឹងអត់មានពេលណាអត់មានទេគឺគ្រប់ពេលវេលាដែលត្រូវរលឹកដឹងឃើញទេតែពិតគ្រូជីវិត
ពេញមកជីវិតរបស់មនុស្សយើងតាំងពីបដិសន្ធិមកគ្រូដូចយើងកំពុងរស់នៅជាមួយអនិច្ចតាធម៌នឹងរាល់ថ្ងៃហ្មងមែនទេក៏ណាមានស្អីក្រៅពីអនិច្ចតាធម៌ហ្នឹងដែលកំពុងរស់នៅប្រែប្រួលរហូតចឹងបានលោកគ្រូលើកឡើងមកអញ្ចឹងបានយើងឃើញកាន់តែច្បាស់ថាសំបីតែការឃើញការឮការធំក្លិនការដឹងរសរឿងក្រៅទាំងអស់ហ្នឹងសុទ្ធតែអនិច្ចតាធម៌ទាំងអស់ហើយរឿងដែលយើងត្រូវប្រតិបត្តិឲ្យមែនតើហ្នឹងគឺរឿងហ្នឹងឯងក៏ណាហើយនេះដូចជាពេលខឹងក៏ថាំងដឹងតែអានឹងខឹងដែរប៉ុន្តែនៅតែខឹងមកពីមិនប្រតិបត្តិបាទគ្រូប្រសិនបើប្រតិបត្តិឲ្យដល់ថាតួខឹងហ្នឹងជាតោសៈមូលចិត្តពិតមែនមិនមែនយើងមែនសតិហ្នឹងវាដឹងច្បាស់អញ្ចឹងវាកំណត់ដឹងច្បាស់អញ្ចឹងថាអូតោសៈនេះមិនមែនយើងមែនណាមិនមែនគ្រាន់តែចាំឈ្មោះទេណាតួបដិបត្តិនេះគឺដល់ដឹងដល់អាសភាវៈហ្នឹងអាគណៈហ្នឹងតោសៈមែនអានេះភ្លើងមែនអានេះមាមែនស្គាល់មុខវាច្បាស់អញ្ចឹងគ្រប់ត្រូលវាទេបាទគណៈហ្នឹងអត់គ្រប់ត្រូលវាទេគ្រប់ត្រូលប៉ុន្តែដែលពាក្យយើងនិយាយហ្នឹងដឹងថាខឹងហ្នឹងវាមិនល្អដែរតែហ្នឹងមិនមែនដឹងដោយសតិទេមិនមែនកំពុងប្រតិបត្តិទេអញ្ចឹងទេមិនមែនកំពុងប្រតិបត្តិទេពាក្យថាប្រតិបត្តិហ្នឹងគឺមានន័យថាទៅតាមដឹងរបស់ដែលបានរៀនហើយនោះដឹងមែនតើដឹងមែនតើកាលយើងរៀនបរិយ័តយើងរៀនពាក្យហើយសង្កេតន័យប៉ុន្តែដល់ពេលអាតួបដិបត្តិហ្នឹងគឺតាមទៅដឹងដល់អាមែនតើនោះរបៀបចេះទេរបៀបថាគេប្រាប់ឲ្យទៅរកមនុស្សណាម្នាក់ឧទាហរណ៍ថាគេប្រាប់មកឲ្យមករកព្រះអង្គគ្រូជាកំសាន្តអញ្ចឹងរៀនមកប្រាប់ថាលោក1ម៉ែត្រប៉ុណ្ណេះទំហំប្រហែលប៉ុណ្ណេះស្លៀកជីវរអញ្ចេះណាអាហ្នឹងយើងរៀនដូចពរនាអញ្ចឹងហ្នឹងហើយប៉ុន្តែពេលអាប្រតិបត្តិគឺពេលអាជួបផ្ទាល់យើងនឹកឃើញអូគេប្រាប់មកអញ្ចេះហ្នឹងមែនអត់ហ្នឹងហើយអាហ្នឹងហើយមិនថាលោកចាស់ហ្នឹងហើយអង្គហ្នឹងហើយអាហ្នឹងគឺបញ្ញាថ្នាក់បដិបត្តិហ្នឹងគឺបានទៅដល់អាហ្នឹងអាធនហ្នឹងមិននិយាយថានិយាយចិត្តចេញពីអាមកតែមិនមែនប្រមាថទេឃើញច្បាស់មកហ្នឹងហើយអញ្ចឹងហ្នឹងហើយយើងរៀនជា instruction ឃើញទេឥឡូវយើងរៀនពីតោសង្សតោសង្វេចិត្តតាំងសតោសង្វេចិត្តតាំងទៅជានេះទេអានោះរៀនជា instruction ជា introduction ជា instruction ជារូបមន្តជា formula ឃើញទេប៉ុន្តែដល់ពេលអាតោសៈនោះវាកើតភ្លាមមកកំណត់ដឹងថាអូតោសៈកើតឡើងវាដុតចិត្តចឹងតាណាតោសៈកើតឡើងតោសៈមែនរបស់នេះកើតពីបច្ច័យមិនមែនយើងតោសៈច្បាស់អញ្ចឹងហើយឃើញពេលណាឃើញពេលអាខឹងហ្នឹងបាទតាមដែលរៀនមកអូអានេះតោសៈមែនអូអានេះបំផ្លាញកុសលមែនអានេះបំផ្លាញសេចក្តីសុខផ្លូវចិត្តមែនដល់ឃើញវាជាមាឃើញវាជាសត្រូវហើយមិនអតបៈកើតអតបៈខ្លាចវានោះហើយហិរិកើតឡើងទៀតខ្ពើមវាទៀតខ្មាស់ឃើញទេណាហ្នឹងហើយអញ្ចឹងសួរថាប្រតិបត្តិពេលណាគឺប្រតិបត្តិគឺត្រង់ដែលទៅដល់អសភាវៈមែនទេនោះយើងរៀនគេណែនាំយើងឲ្យទៅស្គាល់អាហ្នឹងហើយដល់ពេលប្រតិបត្តិមានន័យថាតាមទៅដឹងអារបស់ដែលយើងរៀនហ្នឹងមិនមែនទៅដឹងក្នុងបការៈដទៃទេពាក្យថាប្រតិបត្តិគឺដឹងអ្វីដែលយើងរៀនហ្នឹងមិនមែនដឹងបការៈដទៃទេមានន័យថាបើយើងរៀនពីសិក្សាពីលក្ខណៈគោគឺទៅឃើញគោមែនទេអាតួទៅឃើញគោមែនទេហ្នឹងគឺជាបញ្ញាថ្នាក់បដិបត្តិហ្នឹងហើយគ្រូសួរលោកគ្រូទៅមើលកន្លែងហ្នឹងបើសិនជាអ្នកដែលសិក្សាអ្នកដែលបដិបត្តិអត់ទាន់ចូលដល់ជំរឿននៃសេចក្តីពិតហ្នឹងទេគឺលោកគ្រូលើកមកអញ្ចឹងណាតែអាចចាត់ទុកថាគាត់ហ្នឹងយល់ត្រឹមលក្ខណៈបញ្ញត្តិធម្មតាហ្នឹងឬក៏យ៉ាងម៉េចអាហ្នឹងវានៅក្នុងលក្ខណៈនឹកគិតត្រឹមពាក្យជាពិសេសជួនកាលអ្នកជើងកាពីដ៏ច្រើនឆ្លោះគ្នាតែរឿងពាក្យហ្នឹងហ្នឹងហើយអាហ្នឹងគឺឈ្មោះបលិពោតដែរណាបាទគ្រូរៀនឲ្យដូចប្រើអត់កើតបើនិយាយវិវែកញ៉ៃឲ្យខ្ទេចប៉ុន្តែខឹងកើតឡើងកំណត់ដឹងអត់បានបាទគ្រូហេណាតួចំណែនកើតឡើងកំណត់ដឹងអត់បានតែបើឲ្យវែកញ៉ៃចំណែនមានន័យថាម៉េចខ្ទេចតែដាក់វឹកហៈទាំងអស់ដោយលោកគ្រូលើកឡើងពីថ្ងៃមុនអញ្ចឹងថាហើយយើងស្គាល់មុខកិលេសច្បាស់ណាស្គាល់វាច្បាស់ដល់តោសៈកើតឡើងយើងដឹងថាតោសៈវាមានសភាពម៉េចជួនកាលជជែកធរហ្នឹងឆ្លោះគ្នាទៀតហ្នឹងធ្លាប់មានតាវាអត់ណានោះជែកគ្រឿងវិន័យខាងបានដឹងឯងប៉ុន្តែ
អត់ដឹងទិសដៅថាសិក្សាដើម្បីអី ហ្នឹងហើយ ដើម្បីប្រតិបត្តិឲ្យប្រតិបត្តិដើម្បីកម្ចាត់អកិលេសហ្នឹងហើយហេ ត្រូវ អញ្ចឹងឯងបាទខ្ញុំណាតែនិយាយថាខ្ញុំកណាមិនដឹងទេអ្នកមកជាប់កពីប្រមាណឃ្លាំងឬក៏បដិបត្តិប្រមាណ100ឆ្នាំខ្ញុំមើលថាតើរបៀបដែលអ្នកទទួលនៅអារម្មណ៍6ដែលមកតាមទ្វា6ហើយប្រតិកម្មរបស់អ្នកយ៉ាងម៉េចទទួលល្មិចហេពេលឃើញរូបឬសំឡេងដឹងក្លិនដឹងរសដឹងផតថាពៈដឹងធម្មអារម្មណ៍ហ្នឹងអារម្មណ៍ដែលមកដល់ហ្នឹងតើទទួលអារម្មណ៍ដោយចិត្តអីដោយស្មារតីបែបម៉េចហ្នឹងហើយអួតបដិបត្តិដល់ថ្នាក់នេះថ្នាក់នេះបើដល់ប៉ះអារម្មណ៍មកឆេវ ណាវាទៅណាឆ្កុយទៅហេមានន័យថាម៉េចមានន័យថាវាមិនមែនជាតួបដិបត្តិមែនទេនោះវាគ្រាន់តែជាទម្រង់កិច្ចពីអារម្មណ៍មួយរយៈដល់មកប៉ះអារម្មណ៍មែនទេមានធ្វើអីកើតត្រូវណាតួបដិបត្តិមែនទេដែលឲ្យអនុសតិកើតហ្នឹងវាទល់តែគ្រប់គ្រាគ្រប់ពេលវេលាហ្នឹងសតិហ្នឹងវារវាសទៅជាសតិពលៈតាមដានគ្រប់សកម្មភាពដល់ណាអញ្ចឹងខ្ញុំមិននឹងព្យាយាមនិយាយទៀតពីរឿងប្រតិបត្តិហ្នឹងប្រតិបត្តិឥឡូវលោកម្ចាស់មើលតសិលសិលដែលល្អបំផុតហ្នឹងធ្វើត្បិតថាសិលអប់រំកាយវាចាមិនអញ្ចឹងទេបងលោកគ្រូបាទប៉ុន្តែព្រះអង្គអត់បានប្រាប់ឲ្យធ្វើអីទេណាសិលបាទគឺអត់ធ្វើអីវិញអត់ធ្វើអីតែយើងច្រឡំថាយើងទៅធ្វើសិលត្រូវតែឥឡូវគាត់ប្រើពាក្យក៏ប្រើមិនត្រូវផងទៅសុំសិលហ្នឹងហើយទៅធ្វើសិលណាទៅជំរះសិលទៅធ្វើសិលអត់ទេសិក្ខាបទសិលតាមពិតយល់ទៅគឺតមអីតាមានធ្វើស្អីឥឡូវលោកចាំមើលសិល5បាទទី1តមសម្លាប់ហើយសួរទៅធ្វើអីធ្វើទៅក៏មកសម្លាប់ណាចេតនាវាការសម្លាប់តាហើយយើងទៅធ្វើសិលល្មិចធ្វើមិនកើតបើសទ្ធាវាមិនកើតទេបើមិនយល់ថាសម្លាប់នឹងបាបផងទៅតមមិនកើតមិនចឹងវាមិនត្រូវកើតពីការយល់កើតពីការមានសទ្ធាទៅភាសាសិលនឹងបានតែដូចសូរាមួយទៅគេថាពិបាកចងងាប់ឯក្នុងប្រទេសយើងហ្នឹងបាច់ប្រទេសពិភពលោកមកអូបាសិក្ខាបទផ្សេងសំណុកប៉ាមួយនឹងពិបាកអាម៉េចបានពិបាកតែសទ្ធាវាអត់កើតហើយបើសទ្ធាអត់កើតហើយទៅតមវាល្មិចគឺវាត្រូវតែផឹកហើយស្អីរុញឲ្យផឹកលោភៈហ្នឹងអានេះវាសទ្ធាកើតបញ្ញាកើតស្អីឥឡូវយើងសួរថាតើអាតួដែលចង់ទៅផឹកស្រាហ្នឹងចិត្តអីឥឡូវយើងមើលចិត្តវិញមិនលោភៈមូលចិត្តបាទហើយចុះបើលោភៈមូលចិត្តហើយបើសទ្ធាវាក្នុងការលះវាអត់មានផងឬក៏ហេរៈអត្តបៈឃើញទោសនៃការផឹកសារាហ្នឹងវាអត់មានផងហើយទៅខំឈប់ល្មិចបើលោភៈវាតោងស្អិតម៉េះហ្នឹងហើយអ្នកដែលមកសារភាពលះហ្នឹងដោយសារអីដោយសារលោភៈក្នុងស្រាហ្នឹងវាអន់ហើយសទ្ធាវាកើតឡើងអញ្ចឹងគាត់លះផឹងគាត់ថាអត់មានបាក់អីផងអាមានស្អីពិបាកបើសទ្ធាធ្វើការហើយបើយល់ហើយអាហ្នឹងហើយដែលខ្ញុំណាតែនិយាយថាបរិយ័តជាបច្ច័យនៃបដិបត្តិអាត្រង់ដែលលះហ្នឹងតួបដិបត្តិបាទអនុវត្តគឺតួសទ្ធានិងបញ្ញាហ្នឹងវាចូលទៅដល់ឃើញថាអាហ្នឹងវាទោសមែនកាលយើងរៀនមកថាអាការសេពសារាហ្នឹងវាកើតពីលោភៈអីចេះវាមានទោសចេះអាហ្នឹងយើងរៀនតើពេលសទ្ធាវាកើតឡើងវាទៅឃើញចឹងមែនអាតួទៅឃើញចឹងមែនហ្នឹងតួប្រតិបត្តិក្នុងសិលហ្នឹងអត់មានធ្វើអីទេអត់មានទៅស្លៀកអាម៉េចទេបើតួបដិបត្តិមិនកើតឡើងលះស្រាមិនរួចលះវាមិនរួចទេនៅជាប់ចឹងមិនមែនបរិយ័តលះទេណាគឺតួបដិបត្តិលះប៉ុន្តែបដិបត្តិដោយបញ្ញាអញ្ចឹងយើងអាចសង្គ្រោះធម៌ពីថាសទ្ធានិងបញ្ញានោះជាតួបដិបត្តិបានណាតួសោបណៈដែលវាកើតឡើងហ្នឹងយើងរួមទៅមហាកុសលដែលវាកើតឡើងហើយមានហេរៈអត្តបៈខ្ពើមបាបនោះអាគណៈដែលវាលះបាបនោះគឺតួបដិបត្តិគណៈនោះបងលោកគ្រូណាឥឡូវខ្ញុំលើកឧទាហរណ៍មួយទៀតបងទៅប្រោព្រានឈ្មោះអរិយៈនេះខ្ញុំកណ្ដាលនិយាយពីបដិបត្តិសិលសិនណាបងគ្រូអត់តាន់និយាយដល់ខ្ពស់ជាងហ្នឹងឯងបើមនុស្សចូលចិត្តនិយាយខ្ពស់ដល់មនុស្សគិតឃើញថ្ងៃចង់បញ្យល់ថាតួបដិបត្តិសិលគឺបដិបត្តិមិន
ហ្នឹងហើយគាត់ឈ្មោះអរិយៈហើយគាត់ជាអ្នកស្ទូចត្រីបានព្រះអង្គមុនទៅគង់ចិត្តហ្នឹងព្រះអង្គនិយាយពីលំអសមុទ្រដល់និយាយពីលំអសមុទ្រវាត្រូវចិត្តគាត់អញស្ទូចត្រីយូរមិនដឹងថាសមុទ្រហ្នឹងមានលំអដល់8អញ្ចឹងសោះហ្នឹងអរិយៈដល់ពេលស្ដាប់ចូលឡើងនិយាយពីលំអសមុទ្រហ្នឹងបានព្រះអង្គប្រៀបទាញមកធម្មវិន័យនេះវិញថានៅក្នុងធម្មវិន័យនេះក៏មានលំអ8យ៉ាងហ្នឹងដែរគាត់ស្ដាប់ទៅជ្រះថ្លាហ្នឹងហើយដល់ពេលអញ្ចឹងទៅក៏មានការសន្ទនាមួយព្រះអង្គសាកសួរអីទៅប្រាប់ព្រះអង្គថាឈ្មោះអរិយៈព្រះអង្គថាអរិយៈជាឈ្មោះអ្នកដ៏ប្រសើរជាឈ្មោះអ្នកមិនធ្វើបាបតែអ្នកនៅស្ទូចត្រីមិនសមឈ្មោះអរិយៈទេគាត់ពិចារណាឈ្មោះមិនមែនតាមែនតាបុគ្គលប្រសើរអីទៅធ្វើបាបញុកចឹងនឹងអាតួបញ្ញាដែលវាទៅឃើញថាមែនទៅហ្នឹងអាហ្នឹងជាតួបដិបត្តិលះភឹងហ្នឹងភ្ញាក់អាហ្នឹងហើយតួបដិបត្តិថ្នាក់សិលហ្នឹងកើតឡើងខណៈហ្នឹងឃើញថាអូអាការស្លាប់ហ្នឹងទោសមែនអាពាក្យឮថាស្លាប់ហ្នឹងជាទោសប៉ុន្តែដល់អាបញ្ញាហ្នឹងវាកើតឡើងថាអាស្លាប់ហ្នឹងទោសមែនចឹងមែនគេហៅថា direct understanding ណាយល់ទៅដល់អាមែនទេណាហើយក៏លះបានហ្នឹងឯងអាហ្នឹងហៅថាជាតួបដិបត្តិមកពីបដិនិងបតិមានទៅដល់អាសភាវៈស្អីដែលព្រះអង្គចង់និយាយហ្នឹងហើយយើងទៅចង់បដិបត្តិនោះទៅស្លៀកស្អីទៀតឡោះកន្លែងអត់ទេឃើញទេលើកមួយទៀតលើកមួយទៀតព្រោះគ្មានការលះកិលេសណាដែលគ្មានការប្រតិបត្តិទេទោះបីលះកិលេសថ្នាក់សិលក៏ដោយលះមែនទេណាបាទលះដោយជឿអីគេថាហ្នឹងផ្សេងឧទាហរណ៍ដូចព្រះអង្គទៅប្រោសអង្គុលីមេលមិនដេញព្រះអង្គប្រឆិតថាឈប់សមណៈឈប់ហើយបងថាតថាគតឈប់ហើយនៅតែអ្នកទេហ្នឹងមិនទេខ្ញុំឈប់ហើយប៉ុន្តែព្រះអង្គនៅដើរទៅមុខប៉ុន្តែមិនក៏នៅតថាឈប់ហើយថាខ្ញុំអ្នកទៅហ្នឹងហើយតថាគតឈប់គឺឈប់បៀតបៀនសត្វនៅឡើយតែអ្នកឈប់សម្លាប់សត្វឈប់ធ្វើសត្វឲ្យមានការឈឺចាប់អ្នកមានឈ្មោះអហិង្សកៈប្រែថាជាអ្នកមិនបៀតបៀនមិនមានហិង្សាតែអ្នកមើលខ្លួនអ្នកបានធ្វើអីខ្លះហើយណាអាគណៈលឺហ្នឹងគឺគណៈបរិយ័តប៉ុន្តែដល់អាចូលទៅគិតពិចារណាឃើញច្បាស់ដូចព្រះអង្គថាណាអញ្ចឹងមែនព្រះអង្គឈប់មែនហើយឃើញទេឃើញព្រះអង្គឈប់ហើយអញមិនតន់ឈប់មែនអានេះមិនមែនលឺព្រះអង្គថាទៀតទេគឺបញ្ញានឹងចូលទៅពិចារណាការពិតហ្នឹងអាហ្នឹងតួបដិបត្តិគណៈហ្នឹងបើត្រូវខ្លួនឯងកាត់ឃើញកបាត់ចោលទេតលោកគ្រូអីអត់ចាហើយក៏បានស្ដាប់ធម៌ទៅសម្រេចសោតាគណៈហ្នឹងមានទៅធ្វើស្អីក្រៅពីការយល់ច្បាស់នៅអ្វីដែលព្រះអង្គនិយាយហ្នឹងណាមដឹងចង់បញ្ជាក់ថាមិនទៀតទេព្រោះមនុស្សគេដឹងនំឲ្យវែងច្រើនពេកថ្ងៃហ្នឹងពេលលោកគ្រូបកស្រាយកន្លែងហ្នឹងមកច្បាស់ហ្មងឧបមារឿងមិញណាពីព្រះអរិយៈមិញក៏ណាពីព្រោះបើសិនជាគ្មានបញ្ញាថ្នាក់ប្រតិបត្តិកើតឡើងទេបដិវេទមិនអាចមានជាដាច់ខាតពេលហ្នឹងគេអាចនិយាយបានដែរប៉ុន្តែបដិបត្តិត្រូវទៅតាមអញចេះចោះទៅធ្វើពិធីព្រះឯណាដឹកនាំគេធ្វើពិធីលោកចាស់មើលបីដកទាំងអស់ក្រៅពីការពយល់ហែកឲ្យឃើញច្បាស់សច្ចធម៌គណៈនងឯងមុនលើកកណាមួយថាហេណាឯងបើបានស្ដាប់ហើយណាឯងត្រូវទៅធ្វើនេះត្រូវទៅធ្វើនោះមានអញ្ចឹងហ៎អញ្ចឹងមិនបងថាឃើញដឹងច្បាស់ឃើញច្បាស់ដល់ខ្លួនឯងហើយពេលដែលព្រះអង្គសម្ដែងពយល់មនុស្សយល់ច្បាស់គណៈនោះភាគច្រើនប៉ុន្តែអ្នកខ្លះគាត់អាចរៀនយកគាត់យកទៅពិចារណាទៀតចឹងបានចែកជាឧក្ខដេតញ្ញូនិងវិវិជ្ជតញ្ញូតែព្រះអង្គអាចបានបន្ថែមថាណែឯងត្រូវទៅធ្វើអីទេតែមនុស្សនឹងរៀនចាំឲ្យយល់សិនពួកជួនកាលគាត់យល់វាមិនតន់ដល់អាសភាវៈនោះចឹងគាត់ចាំពាក្យសិនគាត់យកទៅត្រេះរិះពិចារណាទៀតដែលហៅទទួលបដិបត្តិពេលក្រោយហ្នឹងហើយប៉ុន្តែយើងឥឡូវវាជាប់ពិធីអស់ហើយបាត់ព្រះគ្រូនោះគ្រូនេះគ្រូនោះជាប់គ្រូច្រើនបដិបត្តិសួរមកវិញមានព្រះថាម៉េចទេគ្រូថាព្រះថាប៉ិនព្រះថាហ្នឹងក៏ពីណាវាមិនដឹងទៀតណាប៉ុន្តែជួនកាលលើកពាក្យព្រះដែរតែយកទឹកថែខ្លួនឯងទៅវិដាក់ឃើញទេឧទាហរណ៍ដូចពាក្យថាបរិយ័តជាបច្ច័យនៃបដិបត្តិជាបច្ច័យដល់បដិវេទពាក្យព្រះប៉ុណ្ណឹងហើយ
chẳng dương thầu riêng bạ để giặt sân riêng ở chọp sân bằng dương tàu pra để bạ anh đang dương thá nè pre men tha chẳng nè pre cả nên tha bạ để bạ trâu nó phải cao bị bạ để giặt bởi vì bị chạy cướp với cao đấy chăm cao tiết ưu tiên lấy cả nạ riêng cả nạ nông đôi chân niên cả lạ khe cá đó đại mà đại rồi bọc về sau nè nó pung vào sốt bột ấy xa ta cái đi nhận hay mạng tại vậy son thần nia kia pi thom mà chạm cặp vào vật nạ sốt được luôn ban đạp pi sẽ bạt nạ mới có thể yếu ạ có pung là chư vào sốt bột nó đạp vậy pi nâng son thần nia kia tiếng sẽ đạp tối flip chư đó tiếng tục cọp pi ấy đấy khả năng nâng nâng men đạp tờ lư ấy à phải nhà nếu nó việc đó là nâng men tên vô rồi nâng nào còn prấp cồn cọp prách sau ta bật khlang ấy số thà khả năng nâng ba phải nhà para để bàn nâng về mình cào lang tới tôi sủng rạch mẹ phò là mấy nên là sẽ đạp lư nâng pa giặt này tại tôi là phải nhà bình chun tôi đó là vây để luôn lư nó hay đăng thà chẳng mấy nó ăn chẳng mấy nó tôi pa để bắt về tôi đó là ăn chẳng mấy nó clear này con nào nó thấy đôi khi nào lớn tha ở đại khơi lồm chả cru san chia cầm san năng thế đấy cái này nom thà lúc miền trung tây chết nông vùng nước miền nước trần mình chẳng nào lúc khâu bị mình nước xám anh mình nước còn cái bẹ áo cái sợi khâu lúc ở đây lúc cầu hay lúc chiêng màn chẳng chẳng khả năng lư khi đi vào nó ngay ta để giặt phân đỏ sả lăng mớ này sả lăng mớ này nặng men này ô men đó kịp hẹp không nâng hói nâng hơi nhảy mà nâng tiết ná bộ hẹp môi chẳng này tụi bây cái lắp của mình chưa này mấy chứ kịp hẹp cho bạc lần cầu sọ chiêng ở chẳng hay miền tây mùi nó miền tây mùi đấy đấy muốn làm chạm đó chúc bà của mình tên là chẳng quan được Scott ngôn từ pre pariyat hay karena pariyat dương chúc bà lo hỏi cả paribat có từ để lại đây nè pariyat nó cùng chọp tập bịa thế đấy ôi vô một phở cả không chịu vẫn không bà ada cả penjual bola kru main ke chúc bà mà rồi clear bờ nhận nhóm start đấy của nhà làm tha cả bỏ slide bola kruคือpenjual hay là cái họ mà ai nhận nhóm vô bàn phần này pariyat năng paribat năng cho bola kruสู้bola kru trong cá nhận nhómก็ตัดบานศักษาปีมีเรียนปริยัติอยู่การก็เลือกต่อคะแนนยังเตยทั้งแต่ปฏิบัติเจตนอมอยเพลย์จัดนั่งละอ้อยจังนั่งไปยังเมื่อเราบอกนามวยเด็กบานโดยสรุปเลยแต่นาอ้อยบางทักเจลมันเมนจิตโทมันเมนจิวินัยลาวมันจังไงเด่นน่ะสิ่งก็ได้เจลมันเมนจิตโทมันเมนจิวินัยลาวให้จังบานโทเจลเหรียญนะkhởi chinh các ba máu nó bị mền thua bị mền vì này đã anh thân thôi rồi mấy giúp việc càng nghe bầm rau cả lại nó vì giúp việc xa mấy đấy tiền nó ngài trong côn trong bắp buôn rosi tăng bị bát đầy từ tê là hô đỏ bát đầy linh nó ngài mình nè to su nó chịu vứt bầm rau cả lại nó vú á tầm rôm là dụ sam sai ha nó cứ tham mà ngay bao còn lại không hay đó là pe mi à sự thiên tí trong trình trạng tục được trong ban và lướt chơi tiền bây giờ chơi là một đặc mục tiền ở riêng bịa phé ở riêng tôi tam cruy na nom côi thầm đắng thì khăn được đang ở khăn phần thơ mấy hay bờ sân này dây phần năng khăn nó bạn đã bán ban phải dòi sẽ khẩn lưu bịa bằng năng khăn đó năng ở ở cho tôi cất ở cho tôi bị na sẽ cao vấn đề bạn đấy đó là tại bởi bạn để bắt đó là chật khăn đang là chật khăn sẽ ở miền control chật khăn sàn thì chia nát tôi miền này phơi ở nè bạn để bắt khăn cảแต่bạn để bắt đó tua bạn để bắt cái tua bà nhà này hay bữa tua bà nhà một khăn cả na trâu đây anh dây hoàng ấy mình dây khăn thế dây trong lực thế sân chơi nẹp bạn để bắt nên một khăn biết mình tha nẹp bạn để bắt ban là mua của tua bạn để bắt cái tua bà nhà hay tua bà nhà cả 12 của sò hay 12 của sò chạy khăn này bữa cứ thằng anh dây khó về là ngon về mình đăng anh năng ắt thử khắc ắt khăn này rồi sau nó còn bạn để bắt trâu hái nữa này chẳng ai bắt to thiệt
មុនម្ដង ជ្រះថ្លាបងលោកគ្រូបកស្រាយហើយដូច្នេះញាតិញោមចាប់ផ្ដើមចេញពីការសិក្សាពីព្រះបរិយ័តនឹងឲ្យយល់សិនទៅដោយលោកគ្រូលើកឡើងមកអញ្ចឹងនៅពេលណាដែលសទ្ធាបញ្ញាកើតឡើងយើងនឹងយកច្បាស់ទៅខ្លួនឯង គណៈអញ្ចឹងបានអ្នករៀនតាបរមត្ថសុទ្ធដែរអត់រៀនប្រសូតខ្លះក៏អត់កើតដែរណាទៀតដូចមានសិស្សពធខ្លះគាត់ទៅប្រាប់ខ្ញុំណាថ្មីនេះថាពីមុនក៏រៀនចិត្តចិត្តសឹករូបហើយដូចនៅហេលហាលចាប់វាអត់ជាប់បងគ្រូណាប៉ុន្តែរៀនសតិប្បដ្ឋាននេះដូចយកមកប្រើកើតណាដល់ពេលយើងរៀនសតិប្បដ្ឋានយើងយករូបផងកាយានុបស្សនាយករូបមកវេទនានុបស្សនាហើយនឹងចិត្តតានុបស្សនាជាពិសេសចិត្តតានុបស្សនាសតិប្បដ្ឋានហ្នឹងក៏ដូចអាមេរៀនចិត្តដែលគាត់រៀនហ្នឹងយកមកប្រើកើតនៅកន្លែងហ្នឹងមកបាទគ្រូហ្នឹងហើយអញ្ចឹងបានថាខ្ញុំចេះតែប្រាប់ថាមុននឹងរៀនសតិប្បដ្ឋានហ្នឹងឲ្យមានបាតគ្រឹះខ្លះគឺចិត្តចេតសិករូបហ្នឹងឯងហ្នឹងហើយអញ្ចឹងនិយាយពីព្រះខំនោះខំ4អសង្ខ័យកម្រៃមួយសែនកាប់ហើយយកមកមេរៀនមកល្មមឲ្យយើងរៀនយើងថាខ្ជិលរៀនទៀតអ៊ីហ៊ីកូនចៅតែពិតព្រះហើយសេចក្តីហ្នឹងច្បាស់អស់គ្រូមែនមិនខ្ទេចខ្ទីអស់ហើយប៉ុន្តែយើងថាយើងមិនរៀនយើងអត់យកពីកន្លែងដំណើរដែលពុទ្ធប្រាប់ហ្នឹងតែពិតជីវិតនៃការប្រតិបត្តិរងហើយវានៅតែក្នុងទាំង3ហ្នឹងដែលគ្រូលើកឡើងហ្នឹងនៅក្នុងបរិយ័តបប្រតិបត្តិហ្នឹងហើយណាបាទហើយរាល់ថ្ងៃហ្នឹងមានមនុស្សច្រើនណាស់ដែលគេថាខ្ញុំកណាអត់ប្រតិបត្តិបើខ្ញុំកណាអត់ប្រតិបត្តិកណាមិនស្គាល់កិលេសត្រូវខ្ញុំណារស់នៅមួយសង្គមដ៏ច្បុកច្បល់នេះដោយសុខតិចមិនបានតែដោយសារខ្ញុំកណាដឹងកន្លែងប្រតិបត្តិរបស់កណាហ្នឹងតាមភ្នែកតាមតិចតាមច្រមុះតាមអណ្ដាតតាមកាយតាមចិត្តគ្រប់ពេលវេលាដែលវាកើតឡើងហ្នឹងណាបាទគ្រូតែបប្រតិបត្តិគេរាល់ថ្ងៃដល់មានវគ្គពិសេសហើយអាមួយឆ្នាំហ្នឹងទុកឲ្យវានៅកដាលវាទៅប៉ះគេទៀតហើយមិនបានមានគេត្រូវប៉ះហើយសួរចេះវិញគូឆ្លើយទីក៏អស់មកពីអត់ប្រតិបត្តិហ្នឹងណាប្រតិបត្តិធម៌មានន័យថាអស់គេអស់យើងហើយវាមានតែចិត្តចេតសិករូបហ្នឹងលឺត្រឹមតែលឺហ្នឹងបាទគ្រូហើយថាលឺប៉ុណ្ណឹងខឹងអាបប្រតិបត្តិហ្នឹងយកទៅចោលណាយកមកពិចារណារឿងប៉ុណ្ណឹងបានកណ្ដាលឲ្យបន្ទុ0មកចឹងអ្នកបប្រតិបត្តិងាយខឹងទេគ្រូងាយទេខ្ញុំកណ្ដាលដឹងថាអ្នកបប្រតិបត្តិនិយាយប៉ុណ្ណឹងអត់ខឹងទេតែបើខឹងគឺបប្រតិបត្តិខុសហើយកត់ទេគ្រូពួកអត់មានអីក្នុងខ្លួនផងហេមិនតន់ជឿទេបានអេឲ្យទៅបប្រតិបត្តិមែនខ្ញុំណាចង់និយាយថាអ្នកបប្រតិបត្តិមែនអ្នកបប្រតិបត្តិមែនដឹងថាកុសលតាមសេចក្តីពិតអកុសលតាមសេចក្តីពិតទិសដៅនៃការបប្រតិបត្តិគឺកំណត់ដឹងការពិតអ្វីដែលកើតឡើងសុទ្ធតែជាការពិតនេះនិយាយទាំងត្រង់តែជាសំឡេងដែលប៉ះផ្ទប់ប៉ុណ្ណោះហើយក៏រលត់ទៅអស់ទៅជាអនិច្ចតាធម៌មិនមែនអញទេហ្នឹងមានបញ្ញារលឹកដឹងថាត្រឹមតែជាធម៌ដែលកើតឡើងចង់កណ្ដាលនិយាយមកលៀនដងទៀតក៏មិនអាចញ៉ាំងចិត្តអ្នកបប្រតិបត្តិអង្គើបានដែរចូលដល់កន្លែងហ្នឹងណាហើយបើនិយាយពេចបន្តិចមិនបានបប្រតិបត្តិអីគេសួរទៅបប្រតិបត្តិអីគេហ្នឹងទៅបប្រតិបត្តិមិនសមចិត្តខឹងមែនឬក៏កំណត់ចិត្តខឹងថាជាចិត្តបាទអាហ្នឹងចឹងនមោតស្សៈចឹងពេលដែលលោកគ្រូមានប្រសាសន៍ទៅបើសិនជាថាប៉ះអារម្មណ៍ណាមិនសប្បាយចិត្តមានថាទប់បានណាមិនបាច់ទប់ទេអ្នកបប្រតិបត្តិគេអត់ចេះទប់ទេអត់ចេះទប់ទេគេដឹងហេតុបាទណាញាតិញោមមានសំណួរទេបើមានសំណួរគ្រូបកស្រាយថ្ងៃនេះគឺដូចជ្រៅដូចបាយយកសេចក្តីពិតហ្នឹងមកអស់លេងមកគឺសកត់ធ្ងន់កន្លែងហ្នឹងមកហ្នឹងមិនខ្វះទេញាតិញោមចេះតែបបួលកណាបកើតសំណាក់បដិបត្តិបាទហើយព្រោះតែកន្លែងរៀនមិនតាន់បានរៀនតាមរៀនមិនព្រមគិតទេគាត់ចង់ទៅរកកន្លែងខ្ជិលទៀតទេថារៀនយូរពេកគាត់ចេះខ្ជិលចឹងណាគាត់ថារៀនមិនយល់ចឹងគាត់រៀនគាត់ថារៀនទៅពិបាកអីចឹងហ្នឹងយកខ្ជិលយកមកដាក់ពីមុខហ្នឹងលេះអូញាតិញោមតែជាញាតិញោមមានលេះច្រើនមនុស្សបេដាខំឧទាហរណ៍
ទេហៅថាឪពុកហ្នឹងខំមកជីវិតហ្នឹងដើម្បីទៅរកកំណត់ បាទលោកគ្រូ ហើយកណប់ហ្នឹងបានពេជ្រមួយកេះកូនហើយពេជ្រហ្នឹងមាន 1000 គ្រាប់ណាកូនកូនឯងយកទៅចាយកុំឲ្យរំលងអីយកហ៎ អត់ យកហ៎គាត់ទុកឲ្យគាត់ក៏ស្លាប់បាត់ហើយណា អ ថាពេជ្រ 1000 គ្រាប់កូន បាទ ហើយមួយគ្រាប់តម្លៃ$1 លាន បាទ ហ្នឹងបើកូនឯងខ្វះខាតកូនឯងទៅយកអាហ្នឹងចាយទៅណាកូន ហ្នឹង បើទុកឲ្យអញ្ចឹងយកហ៎ យោ យកមានរំលងមួយគ្រាប់ហ៎ អត់ទេ ហើយចុះបើពុទ្ធវចនៈដែលថាថ្លៃជាងពេជ្រទៀតនោះហើយមិនក៏ចាំរំលងអញ្ចឹង ហ្នឹង ចេះអី អត់នោះស្អីមើលឃើញយ៉ាងរួយ មកវាមិនរៀននោះ ហើយមិនរៀនតែរៀនឃើញគាត់ហ្នឹងមែនទេអូបាទចឹងការរៀនហាក់បីដូចជាភ្នែកឲ្យកំពុងរកមើលចឹងមានសទ្ធាគាត់ណា រៀនដោយសទ្ធាទៀត បាទ ហ្នឹងហើយមិនមែនរៀនគាត់ថាទិញចាំពាក្យយកទៅឆ្លោះគ្នាទេ បាទអញ្ចឹងគាត់ឲ្យបញ្ចេញដៃគឺសទ្ធាមកហើយគឺអាចថាដំណើរគឺយកកាប់ពិតបានហើយ ណា បាទបាទ ព្រោះរៀនដោយសទ្ធារៀនអត់ប្រៀបផ្ទឹមទេ បាទបាទ ដល់រាល់ថ្ងៃគេចង់ប្រៀបផ្ទឹមកណាជាមួយគ្រូណាចេះជាងគ្រូណាមិនចេះជាងគ្រូគេចេះគេឆ្លាតអានឹងបញ្ញាគេអញ្ចឹងទៅ ហ្នឹង កណាមានតែប៉ុណ្្នឹងរៀនបានមួយកណារៀនមិនបានទៅរកគ្រូផ្សេងទៅចប់ ចប់rồi ឲ្យកណាទៅប្រឹងឲ្យលៀនភ្នែកដូចអ្នកដតីដែលគេបកកែជាងកណាក៏មិនទៅប្រៀបដែរ ត្រូវត្រូវ ចឹងណា បាទបាទ ហើយក៏មិនគិតថាខ្លួនឯងបកកែជាងគេដែរ ហ្នឹង កណាវាបានតែប៉ុណ្្នឹង ហ្នឹងប៉ុណ្ណឹង បានប៉ុណ្្នឹងចែកប៉ុណ្្នឹង ហ្នឹង តែចុះយីគ្រូនោះល្អជាងអាហ្នឹងល្អអាហ្នឹងធ្វើមិនបនគេបកកែ ទៅរៀនហ្នឹងទៅ ហ្នឹងហើយទៅរៀននងទៅមានស្អីសំបីតែព្រះអរហន្តក៏មានកម្រិតខុសគ្នា ហ្នឹង ព្រះសិរីបុត្រថាកពូលលើសគេផ្នែកបញ្ញា បាទ ព្រះមោគលានដែលទៀមទាទៅឲ្យស្មើព្រះសិរីបុត្រឯណា ត្រូវ ហ្នឹងហើយហ៎ បាទបាទ ណាប៉ុន្តែគ្រូធរហ្នឹងគិតផងលើពាក្យចឹងស្រួលនាំក្តៅក្រហាយឆ្លោះគ្នាគ្រូធរហ្នឹងទៀតអាគេប្រៀបផ្ទឹមចុះឡើងនោះ តែគ្រូធွားឆ្លោះគ្នាលេខបដិបត្តិដែរ ហ្នឹង អូបើចូលឡើងនៅបដិបត្តិដែរគាត់ណា ណា ទៅចេះបណ្ណាគាត់ណាតែអត់បដិបត្តិចប់ តែឆ្លោះគ្នាមកពីអត់បដិបត្តិធរ ប ហ្នឹង ដិបត្តិធေါ် ហើយទៀមទាអញអ្នកបដិបត្តិហើយពុំឆ្លោះគ្នាហើយឆ្លោះគ្នានឹងបដិបត្តិធរដែរ អត់ ចឹងបានថាមិនរៀនហើយពាក្យថារៀនហ្នឹងគឺទាញអាសភាវៈមកដាក់មែនឲ្យឃើញផង ទុកបានមែន ណាកុំទៅកពីតទេវាមានចេះកពីតទេដែរណាមើលធัวអត់ឃើញតែពាក្យពេចតែមើលធัวមែនតែអត់ឃើញអាហ្នឹងកពីតទេ អូមកនេះឆ្ងាញ់ញាតិញោមប្រមាមកខ្ញុំនៅគ្រូដូចដាក់ខ្លឹមបាទ សម័យព្រះមិនមានវិខកពីតទេ បាទគ្រូ ហ្នឹងហើយនិយាយពីពោលអាត់ពោលសេចក្តីខ្ទេចប៉ុន្តែវាមិននៅក្នុងអាកិច្ចប្រតិបត្តិប្រចាំថ្ងៃនោះ បាទគ្រូចឹងកពីតទេហ្នឹងមិនប្រកាសថាគ្រូធរគ្រូអីហ្នឹងអ្នកដែលចេះច្រើនហ្នឹងមិនអាចថាមិនប្រកាសថាបដិបត្តិបានទេគ្រូ ណាចុះទេវតតមិនចេះច្រើន ហ្នឹង បើមិនចេះច្រើនមិនគឺជ្រើសឲ្យធ្វើជាភិក្ខុនីបាអវាទបាតអ្នកឲ្យអវាទភិក្ខុនី បាទ អ្នកឲ្យអវាទភិក្ខុនីទី1មានសិលល្អទី2មានការចេះដឹងច្រើនណាហ្នឹងហើយចេះភិក្ខុបាដែលមកភិក្ខុនីបាដែលមកចេះបរមត្តទៀតប៉ុន្តែចេះហ្នឹងចេះដោយសទ្ធាមិនមែនចេះដោយអំណាចមានអ្នកដោយក្អេងក្អាងនោះទេមិនមែនទេ មានញាតិញោមគាត់សួរថាសួរសំណួរបានអត់លោកគ្រូចេញសួរញោមសួរបើសិនយ៉ាងណាបើសួររឿងបដិបត្តិឲ្យច្រើនតិចល្អសួរញាតិញោមសង្កត់ធ្ងន់កន្លែងបដិបត្តិណាព្រោះលោកគ្រូថ្ងៃនេះដូចដាក់បដិបត្តិរឿងខ្លាំងដែរអញ្ចឹង ហ្នឹងនឹងបដិបត្តិហ្នឹងខ្វាយអ្នកថាកណាអត់បដិបត្តិមិនដឹងគឺគាត់ចោទថាកណាមិនបដិបត្តិហ្នឹងគឺមិនបដិបត្តិតាមគាត់ហ្នឹងតាមវិធីគាត់ហ្នឹង ចង្ការគាត់គិតថាបដិបត្តិព្រមអង្គុយ ហ្នឹងហើយអាហ្នឹងវាជាមួយផ្នែកក្នុងចំណោមផ្នែកដ៏ច្រើន ហ្នឹង ឃើញទេគ្រាន់តែមួយផ្នែកក្នុងផ្នែកដ៏ច្រើន បាទ ឥឡូវខ្ញុំចាំមើលបព្វគមកាយានុបស្សនាកាយានុបស្សនាស្ថាបដ្ឋានមើល បាទ អាណាបាសិនទេគ្រាន់តែជាបព្វមួយណា ហ្នឹង
ចុះបពៈមកកណោទៀត កោកទេហ្នឹង ហ្នឹងក្នុងកាយមកនៅវេទនានៅចិត្ត ចិត្តធម៌ នៅធម៌មកកណោ ក៏មានសំណួរ នេះសំណួរក៏សំណួរគាត់ឈ្មោះរតនាខ្មែរគាត់សូមមកស្ការហោហែមកទៅហើយគាត់ជ្រះថ្លាខ្ញុំបានរក្សាសិលអស់រយៈពេលច្រើនឆ្នាំហើយដោយបានស្ដាប់និងរៀនជាមួយបងគ្រូសាស្ត្រាចារ្យរយៈពេលចុងក្រោយនេះខ្ញុំបានសិក្សាសិល5ប៉ុន្តែមិនបានទៅវត្ត និងមិនបានទទួលសិលពីបុគ្គលណាម្នាក់ទេដោយគ្រាន់តែតាំងចេតនារក្សាសិលសិក្ខាបទទាំង5 3និងថ្វាយបង្គំព្រះពុទ្ធក្នុងចិត្តពីមានព្រះពុទ្ធរូបសូមលោកគ្រូជួយបកស្រាយធ្វើរបៀបនេះត្រឹមត្រូវដែរឬទេអត់ជួយ ណាសិលរបស់កុហកមិនពាក់ព័ន្ធអ្នកឲ្យជាប្រចាំទេអត់ទេ បាទ សិលរបស់កុហកគឺពាក់ព័ន្ធនឹងចេតនាបានព្រះអង្គសម្ដែងថាចេតនាហੰភគវេសីឡាងវទាមិខ្ញុំបញ្យល់ឲ្យខុសគ្នាសិលរបស់បព្វជិតខុសពីសិលរបស់កុហកសិលរបស់បព្វជិតពាក់ព័ន្ធនឹងអ្នកឲ្យដោយឡែកសិលរបស់កុហកឲ្យតែមានចេតនាគឺជាការស្រេចហ្នឹងហើយអញ្ចឹងហើយបានមានភាពខុសគ្នាអ្នកបួសដូចជាសាមណេរមានអង្គ3ទី1គឺកោសច្ឆេតនੰកោសៈហើយទី2គឺស្លៀកសណ្ដប់សម្ពុតកាសាវៈហើយទី3ទទួលត្រៃសនគម បាទ ពីភិក្ខុទទួលពីសាមណេរក៏អត់បានដែរអានឹងជាច្បាប់បាទលោកគ្រូ ណាហើយសិលរបស់ភិក្ខុឡើងដោយញត្តិកម្មនេះញត្តិកម្មគឺមានភិក្ខុដែលជាអ្នកសូត្រញត្តិហើយនឹងមានភិក្ខុជាបរិស័ទនិងមានព្រះឧបជានឹងត្រូវមានបរិវារសម្បត្តិឬក៏បរិស័ទសម្បត្តិសីមាសម្បត្តិវត្ថុសម្បត្តិអានឹងវាសិលរបស់ភិក្ខុត្រូវមានកត្តាច្រើនអញ្ចឹងតែសិលរបស់ក្រហមនេះឲ្យតែចេះចាំសិក្ខាបទនឹងឲ្យតាំងចេតនារក្សាគឺបានអញ្ចឹងណាមិនពាក់ព័ន្ធទេមិនបានថាយើងត្រូវមានការសមាទានគឺសមាទានដោយសារយើងវាអត់តន់ចេះព្រោះសមាទានប្រែតែកាន់យកឬក៏រៀនយកឧទាហរណ៍ថាយើងស្ដាប់ធម៌ទៅយើងមានសទ្ធាជ្រះថ្លាទៅចង់ធ្វើឲ្យប្រសើរឡើងទៀតលោកប្រាប់ថាឲ្យរក្សាសិលចុះសិលនឹងស្អីខ្លះអញ្ចឹងលោកត្រូវប្រាប់1 2 3 4 5អញ្ចឹងទៅដោយសារយើងវាអត់តន់ចេះអញ្ចឹងត្រូវសមាទានយកពីលោកប៉ុន្តែបើយើងចេះហើយហ្នឹងមានតោះខុសអីអត់អីទេបាទ ញោមឈ្មោះមួយលីញោមលោកគ្រូជួយបញ្យល់ថៃអ្នកចិត្តសឹកមិត្តចិត្តសឹកសូមលោកគ្រូជួយបញ្យល់ នឹងថៃអ្នករួញរាវាមិនក្លាហានក្នុងកងការកុសលផ្សេងដល់មិត្តភ័ក្ដិហ្នឹងវាងុយងោកងក់តែម្ដងធ្វើឲ្យទុនមមីរត់ទៅលក់នឹងមិត្តភ័ក្ដិប៉ុណ្ណឹងខុសគ្នាប៉ុណ្ណឹង ញោមគាត់ឈ្មោះដាវីតផក្ដៅលោកគ្រូអញ្ចឹងនិយាយឲ្យអស់កុំលោកគ្រូកុំទុកមើលទៅលោកគ្រូបាត់ជើងកដល់ពេលអត់ពេលលោកគ្រូក្ដៅបាត់ជើងកដាប់ទៅលះល្អចឹងគ្រូទៅដាក់ក្ដៅបន្តិចបាទបរោះញាតិញោមស្ដាប់យល់គ្រូកន្លែងខក្ដៅមិញគ្រូថែមតិចទៀតគ្រូថែមកន្លែងនឹងរឿងបដិបត្តិបន្តទៀត ណាហើយបើទៅមើលចក្ខុវិញ្ញាណមិនទាន់មិនមើលសោតវិញ្ញាណវាមិនទាន់វាលឿនរហ័សពេកអាការៈវាល្អិតពេកហ្នឹងមើលចិត្តដំបូងនឹងយើងរៀនប៉ុន្តែត្រូវតែរៀនដែរឧទាហរណ៍ដូចចិត្តតានុបស្សនាសតិប្បដ្ឋានហ្នឹងគឺផ្ដើមឡើងដោយសក្រាគៀងវាចិត្តតាំងមកចិត្តប្រកបដោយរាគៈអាចិត្តកំពុងជាប់ជាពាក់ស្អីហ្នឹងមើលឃើញថាវាជាពាក់មែនអត់ចិត្តនឹងវាជាពាក់មែនអត់ហើយជាតួចិត្តឬក៏ជាតួយើងមើលដោយបញ្ញាណាហ្នឹងហើយយើងរៀនតាមពាក្យថាចិត្តប្រកបដោយរាគៈចឹងហើយប៉ុន្តែបើនៅតែយើងអ្នកជាពាក់មានន័យថាបញ្ញាប្រតិបត្តិហ្នឹងវាអត់កើតទេវាទៅអត់រួចហ្នឹងវាទល់តែសតិហ្នឹងកំណត់ដឹងច្បាស់ថាចិត្តហ្នឹងគឺត្រូវអាតួរាគៈហ្នឹងវាតោងស្អិតតោងស្អិតហើយវាទៅចាប់យកអារម្មណ៍ណាមួយមិនលែងទេអារម្មណ៍គេហណៈឃើញទេវាចាប់លែងចឹងហ្នឹងហើយប៉ុន្តែសតិដែលកំណត់បានហ្នឹងគឺសតិថ្នាក់សតិប្បដ្ឋាន
ដែលកំណត់បានហ្នឹងណាទៅត្រូវចម្រើនរឿយក្នុងជីវិតប្រចាំថ្ងៃទើបជាឧបការៈនៃវិបស្សនាបាទណាអញ្ចឹងបានមានពាក្យភ្ជាប់ហៅថាសតិប្បដ្ឋានវិបស្សនាសតិប្បដ្ឋានវិបស្សនាបាទហ្នឹងបើសតិហ្នឹងវាអត់កំណត់រឿយទេវិបស្សនាវាអត់កើតទេបាទហ្នឹងតួវិបស្សនាដូចចាស់ខ្លាំងហ្នឹងវាមិនអាចកើតឡើងបានទេហ្នឹងអញ្ចឹងបាននៅក្នុងហ្នឹងលោកប្រើពាក្យថាអនុបស្ស័យអនុបស្ស័យមានន័យថាឃើញរឿយពិចារណារឿយគឺក្នុងជីវិតធម្មតាគណៈខឹងគណៈស្អប់គណៈស្រឡាញ់ហ្នឹងហើយយើងមានចិត្តហ្នឹងអត់ហើយយើងកើតទុករាល់ថ្ងៃដោយសារហ្នឹងត្រូវតែវាមិនដែលមានការប្រតិបត្តិឲ្យដល់សភាវៈថាអាចិត្តខឹងហ្នឹងគឺជាចិត្តវាមិនមែនយើងណាមិនដែលកំណត់ដឹងអញ្ចឹងប៉ុណ្ណឹងហ្នឹងខឹងគឺអញខឹងតែហ្មងហ្នឹងខឹងយកហើយដល់អញខឹងហើយវាយកអញទៅលះខឹងមិនបានព្រោះតួអញក៏តួលោភៈនឹងអញកាន់តែខ្លាំងខឹងកាន់តែខ្លាំងអញ្ចឹងហើយបានព្រះអង្គឲ្យចម្រើនសតិប្បដ្ឋានឲ្យឃើញថាខឹងហ្នឹងមិនមែនយើងទេមិនមែនអញទេឃើញទេរឿយក្នុងជីវិតហ្នឹងណាអាហ្នឹងហើយជាកិច្ចប្រតិបត្តិក្នុងជីវិតហ្នឹងណាហើយទៅប្រតិបត្តិឯណាហើយយើងចាំអាខឹងហ្នឹងបាត់ហើយបានទៅរកប្រតិបត្តិដូចចោលលួចរត់ទៅបាត់ហើយបានដេញតាមទៅរកវាមិនឃើញឃើញទេអាហ្នឹងមកពីយើងរៀបចំធម៌តែមិនដឹងថាធម៌កើតឡើងគ្មានពីណារៀបចំទេអនត្តាយល់ពីអនត្តាចុះនៅខ្លះកើតទុកហើយបានទៅរកធម៌ផងអាហ្នឹងគ្រាន់តែជាបច្ច័យមួយទេតែមិនគ្រប់គ្នាកើតទុកទៅរកធម៌ទាំងអស់ឃើញទេទោះបីជាកើតទុកឲ្យទៅរកធម៌ក៏វាមានបច្ច័យឲ្យទៅរកដែរមិនមែនខ្លួនគាត់ទេវាត្រូវកតាបច្ច័យដិនសំមកបនិស័យដែលហៅឧបនិស័យដិនសំមកនេះវាមានឧបនិស័យឬក៏បកតោបនិសយបច្ច័យដិនសំមកពីមុនហ៎ខ្វះអីកើតទុកទៅផឹកស្រាកើតទុកទៅលេងល្បែងកើតទុកមកពីឧបនិស័យឲ្យទៅរកធម៌ហ្នឹងវាអត់មានត្រូវហើយមិនបាច់មកចូលទេខ្ញុំកើតទុកខ្ញុំសម្រេចចិត្តត្រូវបានខ្ញុំទៅរកធម៌ត្រូវខ្ញុំអ្នកសម្រេចចិត្តអត់ទេមានឧបនិស័យដែលជាបច្ច័យចាស់ជំរុញឲ្យនឹកឃើញឃើញទេចឹងតួបញ្ញាដែលទៅឃើញអាហ្នឹងដែលវាអត់មានមោទនភាពស្អីមកមាននេះថាអញគ្រាន់បើជាងអ្នកផឹកស្រាស្អីទេហើយវាអត់អួតចឹងទៀតចឹងឃើញកន្លែងហ្នឹងឃើញធម៌ដែលកំពុងកើតបច្ចុប្បន្នហ្នឹងឬក៏ពីណាវិញណាទោះធម៌បច្ចុប្បន្នហ្នឹងក៏ជាធម៌កើតពីបច្ច័យអាធម៌អលត់ទៅហើយហ្នឹងក៏ជាធម៌កើតពីបច្ច័យដូចគ្នាបាទអញ្ចឹងបានរាល់ពេលដែលអនុសតិដែលវាកើតឡើងហ្នឹងកំណត់ដឹងនៅនាមរូបដែលកើតពីបច្ច័យតើគ្រូនៅពេលដែលវាចាស់ខ្លាទៅវាកំណត់បាននៅនាមរូបបរិច្ឆេទញ្ញាណហ្នឹងគឺតួបញ្ញាដែលកំណត់បាននៅនាមរូបហ្នឹងបើយើងនៅចម្រើនទៅសមថៈរហូតហ្នឹងវាមានបញ្ញាណាទៅកំណត់នាមរូបព្រោះនាមរូបវាជាបរមត្តបាទអូជ្រៅប៉ុន្តែបើមិនរៀនមកយល់អូយើងវាមិនមែនមករៀនភាសាពុទ្ធជនណារៀនភាសាព្រះអរិយៈយើងត្រូវទៅរៀនយើងត្រូវទៅហែកឲ្យដឹងថាព្រះអង្គចង់និយាយរឿងអីចង់ន័យថាពេលដែលយើងរៀនឡើងច្បាស់ហើយយើងដូចថាយើងទាញអាកលេសដែលនាំយើងកាត់ទុកចេញបណ្ដោយណានៅពេលហ្នឹងនៅឃើញធម៌កើតពីហេតុបាទចឹងមកសរុបមកថាយេធម្មេហេតុបភវេចប់ធម៌ទាំងឡាយកើតឡើងមានហេតុទៅកើតឡើងឃើញទេបាទលោកគ្រូណាដូចថាបច្ច័យគ្រប់ហ្នឹងខ្ញុំគ្រាន់ផ្សាយពាក្យហ្នឹងសិនឯងបច្ច័យគ្រប់ហ្នឹងនឹងបញ្យល់តទៅទៀតពាក្យថាបច្ច័យគ្រប់ទល់តែយល់ពាក្យហ្នឹងច្បាស់ជាងការយើងគ្រាន់និយាយលួងពីមុនយើងនិយាយទាំងប៉ុនវាមិនគ្រប់មិនបានជួបអីចេះឥឡូវនិយាយពាក្យបច្ច័យគ្រប់ហ្នឹងច្រើនណាបច្ច័យមិនគ្រប់នេះថាតែយល់នៅមានកម្រិតអាត្មាចាប់អារម្មណ៍កន្លែងលោកគ្រូលើកមិញថាយើងចេះតែនាំគ្នាគិតថាយើងកាត់ទុកចឹងណាប៉ុន្តែយើងអត់ចូលយល់ថាអ្វីដែលនាំឲ្យយើងកាត់ទុកកន្លែងអាគណៈគិតតែយើងកើតទុកហ្នឹងឲ្យទូឧបាទានហ្នឹងដែលជាបច្ច័យនៃទុកដែលព្រះអង្គសម្ដែងពីសច្ចៈហ្នឹងបាទណាហើយកាលណាវាអត់មានសតិកំណត់ដឹងថាអាតួប្រកាន់ថាយើងកើតទុកហ្នឹងគឺជាតួឧបាទានខណ្ឌដែលវាកើតឡើងមានន័យថាប្រតិបត្តិហ្នឹងវាអត់កើតទេកាលណាតួកិលេសវាកើតជំនួសតួប្រតិបត្តិវាកើតគឺជាតួកុសលដែលកើតឡើងជាពិសេសគឺសតិហ្នឹងតើកំណត់ដឹងអាហ្នឹងឃើញទេអញ្ចឹងព្រះអង្គសម្ដែងពីសច្ចធម៌ហើយសច្ចធម៌ដែលព្រះអង្គឲ្យកំណត់ដឹងមុនគេគឺទុក្ខសច្ចៈបាទលោកគ្រូឃើញទេទុក្ខសច្ចៈវាតាមដំណាប់របស់វាអញ្ចឹងណាទុក្ខសច្ចៈហើយស្អីជាសច្ចៈអត់មាននគល់ឈើគល់ព្រៃណាទេចិត្តដែលកំពុងខាងក្រោតហ្នឹងជាសច្ចៈអីមិនជាទុក្ខសច្ចៈដែលកំពុងកើតឡើងឃើញទេបាទជាតួទុក្ខសច្ចៈ
ហើយដល់ឬគល់ថាតើវាកើតពីស្អី រកភពនោះ มันកើតពីតណ្ហា បាទ មកពីចង់ដូរជំនួសនៅអារម្មណ៍ដែលកំពុងប្រកបហ្នឹងវាអត់មានឃើញយើងអ្នកបង្កើតទេទោសៈហ្នឹង ហ្នឹង ដូចយើងដូចពេលដែលយើងរៀនល្មមហ្នឹងមិនគួរខឹងសោះរឿងប៉ុណ្ណឹងអាហ្នឹងគ្រាន់តែជាការគិតទេ បាទ នៅពេលដែលតួបញ្ញាដែលវាកើតឡើងគ្មានរឿងអីមិនគួរទេក្នុងโลกនេះតើកើតឬគួរទាំងអស់ គួរ ទោះតែបញ្ញាចូលដល់អាទៅហ្នឹងទោះបីបញ្ញាហ្នឹងដល់ថ្នាក់ស្លាប់គេក៏ដោយក៏គ្មានរឿងមិនគួរដែរបើមិនគួរវាមិនកើតទេ តើមានតែគួរកើត វាគួរវាគ្រប់បានវាកើតមានបច្ច័យគ្រប់ហើយបានស្លាប់ហ្នឹង បាទ អញ្ចឹងបើស្លាប់ហើយធ្វើម៉េចតាមយថាកម្មទៅអត់កិច្ចឃើញទេកម្មហ្នឹងត្រូវឲ្យផលគេត្រូវឲ្យជាប់គុកអាហ្នឹងធ្វើតាមហ្នឹងទៅ បាទ វាអត់មានអត់គួរអញ្ចឹងសោះអាអត់គួរហ្នឹងគំនិតដែលមិនយល់ បាទ ក្នុងโลกនេះអត់មានស្អីមិនគួរដូចជួយដីជួយដីថ្ងៃមុនណាអ៊ីមិនគួរសោះអានេះទៅសកលលោកកំពង់ប្រឡងមិនគួរសោះមិនគួរល្មិចបើវាកើតទៅហើយ ត្រូវ វាជាសច្ចៈដែលវាកើតឡើងគឺសុទ្ធតែសច្ចៈអត់មានរឿងប្រសិនបើទេឲ្យតាកើតហើយស្អីក៏ដោយឲ្យតាកើតរៀបចំចាប់តាំងពីអាកើតហើយរហូតដល់អាកំពុងកើតអញ្ចឹងណា បាទគ្រូ អាកើតហើយរហូតដល់អាកំពុងកើតសុទ្ធតែជាសច្ចៈធម៌ទាំងអស់ បាទគ្រូ អាមិនតាន់កើតយើងកំណត់អត់តាន់បាន បាទ តែអាកើតហើយរលត់ទៅវិញហើយនឹងកំពុងកើត កំពុងកើត គឺសុទ្ធតែសច្ចៈធម៌ដែលទប់អត់បានទេ ទៅបាត់បាន សច្ចៈក្នុងទីហ្នឹងមានន័យថាបជាអត់បានជាអនត្តាកំណត់បជាវាអត់បាន បាទ វាអត់បានទេ បាទត្រូវ ណាឥឡូវដូចលោកម្ចាស់មកកើតជាមនុស្សមកបជាមិនឲ្យជាមនុស្សមិន ត្រូវ ឲ្យទៅជាទេវតាទាំងរស់មិន ទៅវាកើត ទៅចង់ឃើញទេ អូច្បាស់គួរហើយនេះ ពាក្យសច្ចៈធម៌ហ្នឹងដឹងយកមកហែកមិនឲ្យវាច្បាស់ជាងហ្នឹងទៀត អញ្ចឹងមានថាធម៌ដែលជាបច្ច័យដែលនាំឲ្យកើតហើយកំពុងកើតហ្នឹងតែយើងត្រូវដឹងគឺសទ្ធានិងបញ្ញានឹងចូលទៅដឹងឡើយហ្នឹង ណា បាទ ក្រៅពីបញ្ញាតែតណ្ហាកើតចង់ដូរ បាទ បើមិនចេះវាមិនអញ្ចឹងទេថាតួតណ្ហាវាកើត បាទ ឃើញទេ បាទ តួបដិខៈកើតឡើងតួតណ្ហាកើតឡើងវាចេះបើមិនចេះមិនអញ្ចឹងទេអ្នកជំងឺហ្នឹងបើគាត់កុំហូបខុសអញ្ចឹងគាត់មិនដាបធួនអញ្ចឹងទេតែសច្ចៈធម៌អត់និយាយអញ្ចឹងទេបច្ច័យគ្រប់ឲ្យគាត់ហូបអាហ្នឹង បាទ ហើយគាត់ហូបអាហ្នឹងជាបច្ច័យឲ្យគាត់លប់អញ្ចឹង បាទ ពូវាហើយ បាទ តែហាមអានតនកើត តាមតនកើត ហាមទៅប្រាប់ទៅថាកុំហូបអាហ្នឹងវាប៉ះពាល់សុខភាពអីចេះតែគាត់តាមបានប៉ុណ្ណារឿងប៉ុណ្ណឹងទៀតយើងនៅគាត់លោភហូបរឿងរបស់គាត់ទៀត ហ្នឹងហើយ មកវិញតាមមកខឹងអញញ៉ៃហ្នឹងបាបយើងទៀត បាបទៀត អញ្ចឹងបានឃើញពុទ្ធទេអារឿងល្អខ្លាំងក៏ព្រះអង្គញឹមមិនអញ្ចឹង បើគ្រូស្រី ព្រោះអាក្រក់ខ្លាំងហ្នឹងព្រះអង្គញឹមទៀត ញឹមទៀតនេះ ហើយអាញឹមហ្នឹងសមតាមហេតុទេសម គេចេះហើយណាញឹមទៀត ណាចេះក៏ញឹមដែរណា ខ្លាំង ឃើញប្រែតឃើញនរកកំពុងរងទុក្ខញឹមទៀតអញញឹមល្មិចថាវារងទុក្ខអញ្ចឹងវាសមតាមហេតុពីមុននោះ បាទ វាមិនឃើញអីខុសពីហេតុផងនឹងអញ្ចឹងនៅក្នុងហេតុផលធម្មជាតិនឹងមានស្រាប់អស់អាលីងយើងនៅតែត្រូវមេគាតាមពុទ្ធវចនៈចូលទៅដឹងហេតុផលហ្នឹងតែប៉ុណ្្នឹងឯងអត់មានមកនិយាយរឿងសមហេតុផលទេណាគឺចូលទៅដឹងហេតុផលមែនទែន បាទគ្រូ កុសលមែនអកុសលមែនវិបាកមែនអានឹងបានដឹងហេតុផលមែនទែនមិនសមតាមកលេសគិតទេកម្មមានវិបាកមានអានឹងទៅដឹងហេតុផលមែនទែន បាទ ហ្នឹងឥឡូវរបស់ពិតឧទាហរណ៍ថាកូនកាន់ចានមួយមកជពុបជើងបែកខ្ចាយពិតអត់ ពិតទេ ហើយទៅជេរកូនហ្នឹងយល់ការពិតអត់អត់ទេហើយទៅធាក់កូននឹងងាប់ក៏វាមិនបានមកវិញដែរអានោះវាពិតថាវាបែកហ្នឹងហើយបច្ច័យវាឲ្យបែកហ្នឹងហើយ បាទ ហើយអ្នកទៅធាក់កូនហ្នឹងមកវាយល់ការពិតឬក៏មិនយល់ការពិត កន្លែងនេះ ឃើញទេ គ្រូ សច្ចធម៌នោះ កន្លែងនេះបានយើងដឹងថាការប្រតិបត្តិនឹងខ្លាំងណា ហ្នឹងហើយប្រតិបត្តិនៅពេលហ្នឹងពេលអាបែកហ្នឹង បាទ តើគូបង្អោនចិត្តម៉េចស្អីដែលកំពុងប្រកាស បាទ ស្អីកំពុងប្រកាសខ្ញុំអត់ចង់សួរថាបដិបត្តិប្រហែល10ឆ្នាំទេខ្ញុំចង់សួរឥឡូវនេះកំពុងស្ដាប់ខ្ញុំនិយាយអញ្ចឹងខឹងអត់ទៅអត់ហេះទៅក្នុងចិត្តអីសួរមើលដឹងអត់ហ្នឹងណា
chọn vậy គ្រូឥឡូវនេះមានគាត់ថាចេះញោមគាត់ថាអត់ចង់ខឹងទេអត់ចង់មានទោសតែសតិវារត់តន់ មកមិនប្រតិបត្តិរឿយអញ្ចឹងណាមិនប្រតិបត្តិរឿយហើយដឹងវាមិនសូវច្បាស់ដឹងតែតាមពាក្យឃើញវាមិនច្បាស់ខ្ញុំរបៀបឃើញច្បាស់អញ្ចឹងកន្លែងនោះទោះបីវានៅមួយយើងយូរប៉ុណ្ណាក៏ដោយតែបើយើងស្គាល់វាច្បាស់ដោយសតិពិតមែនណាឥឡូវខ្ញុំឧទាហរណ៍អញ្ចឹងឧទាហរណ៍ថាមានមនុស្សម្នាក់ហ្នឹងសម័យប៉ុលពតស្លាប់គ្រួសារយើងមកពូជហើយទុកសល់តែយើងហ្នឹងថាមិនទុកផងគាត់ចង់ផ្ដាច់ពូជផងណាបាទលោកគ្រូប៉ុន្តែដល់យើងធំហើយគាត់រកឱកាសស្លាប់យើងលែងបានគាត់ក៏ធ្វើជាអ្នកមានគុណលើយើងទៅជួយឲ្យបាយឲ្យទឹកយើងអញ្ចឹងទៅលួងចិត្តយើងឲ្យឃើញគាត់ថាជាមនុស្សល្អចាប៉ុន្តែគាត់រកតែឱកាសស្លាប់យើងចោលទេតែគាត់រកឱកាសស្លាប់យើងអត់បានអញ្ចឹងក៏ធ្វើល្អជំនួសវិញតែគិតថាអោយតែមានឱកាសគាត់ស្លាប់ចោលហើយអ្នកដតីគេប្រាប់ថាណែគាត់ហ្នឹងមិនមែនល្អមួយណែឯងមែនទេណាគាត់ចង់តែស្លាប់ណែឯងទេថ្ងៃណាមួយស្លាប់ណែឯងហីបាទលោកគ្រូបើយើងអត់ដឹងប្រវត្តិខាងដើមជឿគេណាជឿគេថាគាត់ឯណាចង់ស្លាប់ខ្ញុំឯងគាត់ឲ្យបាយខ្ញុំរាល់ថ្ងៃព្រោះកន្លែងហ្នឹងឲ្យយើងសុបាយមែនណាបាទលោកគ្រូណាពួកខឹងហ្នឹងវាឆ្ងាញ់ដែរបានគេជេរគេម្ដងនោះឆ្ងាញ់ដែរណាឆ្ងាញ់ហីនៅខ្លះឆ្ងាញ់ជេរត្រូវពួកកន្លែងហ្នឹងវាឲ្យឆ្ងាញ់អញ្ចឹងតែមិនញាតិញោមក៏ជួយចិត្តជេរហ្នឹងវាឆ្ងាញ់បើជេរអត់ឆ្ងាញ់មនុស្សអត់ជេរទេវាឆ្ងាញ់ជេរឆ្ងាញ់យើងកំពុងជេរទេអត់ទេប៉ុន្តែដូចសត្រូវឲ្យបាយអញ្ចឹងបាទអាតួបាបនោះដូចសត្រូវឲ្យបាយអញ្ចឹងឃើញទេហើយគេប្រាប់ថាអូគាត់ហ្នឹងសត្រូវណែឯងទេហើយយើងវាមើលមិនឃើញអាក្រក់សោះណាហ្នឹងហើយធ្វើវាមិនឃើញអាក្រក់មែនទែនផងឃើញតែគាត់ឲ្យបាយចំណុចខ្សោយគាត់បន្តិចបន្តួចក៏មិនហីប៉ុន្តែដល់យើងដឹងប្រវត្តិច្បាស់ថាគាត់នឹងហើយមើលឃើញច្បាស់ហ្មងណានឹងហើយគឺជាអ្នកផ្ដាច់ពូជយើងមកពូជហើយកំពុងតែតាមព្យាបាទយើងហើយកំពុងតែរកឱកាសស្លាប់យើងគាត់ឲ្យបាយទៀតមិនដែរនៅចាត់ទុកថាគាត់ជាមនុស្សល្អមួយខ្លួនឯងទៀតទេមានត្អូញថាខ្ញុំចង់ខឹងគាត់ដែរតែគាត់ធ្វើល្អខ្ញុំចេះតែស្រឡាញ់គាត់វិញនឹងនិយាយចឹងទៀតទេទីមួយគាត់ផ្ដាច់ផ្ដាល់គ្រួសារយើងដែលយើងកំពុងតែស្វែងរកមុខឃាតករណាដែលផ្ដាច់ជីវិតគ្រួសារយើងទាំងអស់ហ្នឹងហ្នឹងហើយស្រាប់តែដឹងអញ្ចឹងដឹងច្បាស់អញ្ចឹងហើយឲ្យតែយើងដេកលក់គាត់រកតែប្រលេះយើងចោលអញ្ចឹងនៅទុកចិត្តទៀតទេអត់ទេកិលេសដូចគ្នាដែលថាងទោសៈដឹងថាវាមិនល្អដែរតែវាចេះតែខឹងហ្នឹងដឹងអារបៀបអត់ដឹងទាំងអស់អត់ដឹងពឹសពុលរបស់វាមែនតែនដឹងតាមតែគេនិយាយឃើញគាត់អាក្រក់តិចតួចអញ្ចឹងណាណាតែបើដឹងច្បាស់មែនតែននោះបើគាត់ណាស់ថាមិនអោបក្រសោបទោសៈនឹងទៀតទេអញ្ចឹងទៅចម្រើនការដឹងនឹងរាល់ថ្ងៃស៊ើបប្រវត្តិរបស់ទោសៈនឹងឲ្យច្បាស់ថាទោសៈរុញទៅណាកើតហើយកំតិចអីកើតហើយនំសัตว์ទៅណាអូហ្នឹងលោកគ្រូហ្នឹងខ្ញុំថាព្រោះឆ្ងាញ់ហ្នឹងតាមចង់ក្តៅតែក្តៅឆ្ងាញ់ខ្ញុំស្ដាប់ខ្ញុំមិនថ្មចូលចិត្តគ្រូដាក់រឿងខ្លាំងគាត់គេងមកអស់ចាគ្រូស្ដាប់ទៅគឺជក់ចិត្តលោកគ្រូមានញោមគាត់សួរទៀតគាត់សួរថាការឃើញអ្វីជាកុសលអកុសលនឹងចាត់ចូលជាស្តបដ្ឋានទេអត់ឲ្យតែឃើញតាមសេចក្តីពិតកុំឲ្យធំតាមអាគិតបាទទៅហ្នឹងណាឈប់ឲ្យមុនលំចាស់បញ្ចប់តិចទៀតគ្រូសុំតិចទៀតកំពុងខ្ញុំកំពុងឲ្យឆ្ងាញ់ចង់ដាក់ឲ្យម៉ោង11ឡើយ11ថ្មឲ្យតែមួយសឹងឥឡូវដូចថាស្ដាប់ទៅដូចចំលេងចំមួយវិញគ្រូញោមគាត់ចង់សួរពាក្យឧបាទាននឹងយូរហើយគ្រូហ្នឹងគាត់បើគាត់យល់ហើយមកទៅគាត់ណាបាទានការប្រកាន់មមមាន5មានរូបោបាទានរូបោបាទានខណ្ឌប្រកាន់ថារូបនឹងជាមមតំជារបស់ខ្លួនអីចឹងណាទានបាទលោកគ្រូហ្នឹងហើយសញ្ញោបាអវេទនូបាទានខណ្ឌ
សញ្ញោបាទានខណ្ឌសង្ខារោបាទានខណ្ឌវិញ្ញាណូបាទានខណ្ឌគឺប្រកាន់មមនៅក្នុងខណ្ឌនឹងថាជាខ្លួនថាជារបស់ខ្លួនពិតប្រាកដ បាទលោកគ្រូ មិនប្រឡែងណាមិនប្រឡែង បាទ នឹងប៉ុន្តែបាទានក្នុងន័យផ្សេងទៀតចិត្តដូចជានៅក្នុងទឹកធប់បាទានអីក៏នៅក្នុងការប្រកាន់នៅខណ្ឌនឹងដែរ បាទលោកគ្រូមួយទៀតដែលញោមឈ្មោះរតនានេះគាត់សួរថាបុគ្គលថ្នាក់ណាទើបហៅថាបុគ្គលមានបញ្ញា បញ្ញាមានពីរលោកយៈបញ្ញានិងលោកតរៈបញ្ញាហ្នឹងហើយដើម្បីឲ្យបាននៅលោកតរៈបញ្ញាបានវាត្រូវសំពីលោកយៈហ្នឹងពីមហាកុសលទៅណា ញោមគាត់ឈ្មោះអីសារុន KOK ឈ្មោះញោមបាទសូមកាត់ថ្វាយបង្គំហោហាយយ៉ាងមកគាត់ថាជំរាបសួរលោកគ្រូសាស្ត្រាចារ្យជាទីគោរពដឹងគុណដ៏វិសេសវិសាលសម្រាប់ខ្ញុំបានទទួលចំណេះដឹងព្រះចំណេះដឹងធម៌ព្រះបរមគ្រូយ៉ាងច្បាស់តាមរយៈការពន្យល់របស់លោកគ្រូប្រកបដោយបញ្ញាឆ្លៀសវៃមានសិលវិធីល្អក្នុងការពន្យល់ធម៌ សាធុប៉ិនប្រតិបត្តិផង បាទ នៅគុំគ្រាន់តែស្ដាប់មិនប្រតិបត្តិ បាទគ្រូ ប៉ិនប្រតិបត្តិដែលខ្ញុំបញ្យល់ខុសពីទម្រង់ផ្សេងផ្សេង អាត្មាគិតថាញាតិញោមគាត់ស្ដាប់បានយល់ច្រើនពេលលោកគ្រូបកស្រាយហ្នឹង បាទគណៈ បងព្រោះដូចស្ដាប់មិនលោកគ្រូដូចក៏កាយចេញមកហើយហ្នឹងដូចអត់មានទុក ណាចឹងស្អីដែលព្រះអង្គសម្ដែងគឺសច្ចធម៌ បាទសច្ចធម៌ ហើយសច្ចធម៌ដែលសម្ដែងហ្នឹងគឺដើម្បីកំណត់ដឹង បាទ ដើម្បីប្រតិបត្តិពីឥឡូវហ្នឹងទៅ បាទ ស្របពេលដែលដឹងច្បាស់នឹងឯងដែលព្រះអង្គត្រាស់ថាអភិតរេថកល្យាណេបុគ្គលគូរស់រាន់ក្នុងសេចក្តីល្អដឹងពេលណាប្រតិបត្តិពេលហ្នឹងឧទាហរណ៍ដូចប្រតិបត្តិសតបដ្ឋានមេត្តាអញ្ចឹងណាមេត្តាភាវនា បាទ ហ្នឹងហើយអ្នកដែលគេបរៀនកម្មដ្ឋានមេត្តាគេមានរបៀបចម្រើនអីណានៃទៅអង្គុយអីណានៃច្រើនណាស់ណាស្ដាប់ បាទ ហើយទៅមើលពាក្យពុទ្ធដីកាមើលពុទ្ធដីកាប្រាប់លងច្បាស់ជ្រេញហ្នឹងហើយទីមួយត្រូវចម្រើនយ៉ាងណា បាទ ណាគឺចម្រើនទៅកាន់សត្វទាំងអស់នោះធ្វើឲ្យដូចកូនខ្លួនឯងតែមួយអានោះវិធីសាស្ត្រ បាទ ហ្នឹងហើយអញ្ចឹងចម្រើនទៅកាន់សត្វណាថាសត្វណាសត្វទាំងអស់ ក្នុងលោកហ្នឹង ហ្នឹងសត្វខ្លួនវែងខ្លួនខ្លីមើលឃើញមើលមិនឃើញទាំងអស់ បាទ ទី3ចម្រើនពេលណា ពេលណា វាលេងតែមួយគត់គឺដេកលក់ បាទ ហួសវិស័យ វិស័យ ធ្លាក់ចុះកាន់ប្រវាំងចម្រើនធម៌អត់កើតទេ បាទ ព្រះអង្គប្រាប់ច្បាស់ជ្រេញ បាទលោកគ្រូ ហ្នឹងកន្លែងខាងប្រើពាក្យថាសេចក្តីងោកងក់មិនតន់ទៅប្រាស់ពេលណាមិនពាក្យកន្លែងហ្នឹងគឺថាមិនតន់ដេកលក់ពេលណាបុគ្គលគួរចម្រើនមេត្តាពេលនោះ មិនតន់ប្រាស់ទៅណា ហ្នឹងហើយអញ្ចឹងលើកលែងតែដេកលក់តា បាទ ពេលយើងទៅនិយាយគ្នាដេកលក់នៅ ណើ ពេលយើងនិយាយទៅសាយកតឹងដាក់គ្នាហ្នឹងដេកលក់នៅ ណើ មិនត្រូវចម្រើនពេលតាពេលហ្នឹងបើមិនចម្រើនពេលមេត្តាពេលហ្នឹងកាប់គ្នាងាប់ឃើញអត់ហើយយើងចេះនាំគ្នានោះទៅចម្រើនមេត្តាមេត្តានុសតិមេត្តានុសតិថា1000ចប់អីចេះតែទៅហើយដល់អាណាមកប៉ះបន្តិចបល់យកអញកំពុងចម្រើនធម៌ ថ្លង់ឲ្យថ្លង់ ឡងនេះឆ្លងរត់ឲ្យចម្រើនមេត្តាបានឃើញអត់ថាមកពីមិនយល់មិនរៀនហើយពុទ្ធដីកាឲ្យច្បាស់ចែហើយដល់ពេលយកមកនិយាយគ្រូខ្ញុំឲ្យចម្រើនអញ្ចឹងហើយចុះព្រះទុកនៅណាព្រះហើយយកពីការពិតមកនិយាយដូចគ្នាមកឥឡូវយើងកំពុងនិយាយគ្នាអញ្ចឹងជជែកគ្នាអញ្ចឹងហើយកំពុងខឹងកណាចម្រើនមេត្តាដាក់កណាកើតដែរ ត្រូវ មកខាងនិយាយអញ្ចឹងអានេះនិយាយស្អីប៉ះអញទៀត ហើយពុំមេត្តា ហើយចុះចិត្តមេត្តាឲ្យគណៈហ្នឹងគណៈនោះហើយត្រូវចម្រើនមេត្តាឃើញទេ ចូលមានមេត្តាចេះដូចធម៌ បានប្រាវ ហ្នឹងហើយចឹងមិនថាកាលណាបរិយ័តមិនត្រូវប្រតិបត្តិក៏មិនត្រូវឃើញទេ បាទ អញ្ចឹង គ្រូដូចដៅមែនគេណាគ្រូ ពាក្យដូចក្តៅតែនិយាយចិត្តត្រជាក់ទេចង់ឲ្យយល់មែនហ្មងណាចង់ឲ្យយល់មិនមែនតណ្ហាទេ បាទលោកគ្រូ គឺកុសលឆន្ទៈ បាទអូឆ្ ច ងាញ់ ង់ជួយមែនណាចង់ជួយមែន អត់ទេញាតិញោមក៏ស្ដាប់ហើយក៏ព្រោះមកថាព្រោះហ៎គ្រូ បាទ អឺ រឿងកាប់គ្នាមកពីអីអត់ប្រតិបត្តិធម៌ បាទ បើគណៈពេលនិយាយហ្នឹងនិយាយដោយចិត្តអីនិយាយដោយឲ្យគេមានប្រយោជន៍ហាក់ដូចជានិយាយទៅកាន់កូនតូចតែមួយរបស់ខ្លួនឯង
ប៉ះតិចតួចអភ័យទោសឲ្យឃើញទេ បាទ មានទៅស្អីឃើញមេត្តាចម្រើនបានពេលហ្នឹង បងគ្រូអត់ទេលោកគ្រូនិយាយរឿងមេត្តាញោមម្នាក់គាត់ថាចាក់ចំបេះដូងមក ចេះចាក់ម៉ោង11ហើយចាស់បញ្ចប់ចុះ ទៀតហើយគ្រូមក11គាត់ឥឡូវស្មាតាមលោកគ្រូយ៉ាងគ្រូនេះប៉ាត់ថ្មនៅមានសំណួរញាតិញោមច្រើនហើយដើម្បីក្នុងគណៈពេលនេះស្ដាប់ក៏ព្រោះដែរគ្រូហើយតាមពិតអត់ចង់ឈប់ទេញាតិញោមប៉ុន្តែដោយសារពេលវេលានៅខាងនេះម៉ោង11ហើយញោមអានសំណួរញាតិញោមតិចចាអានខមមិនញាតិញោមតិចញោមដាលីនសច្ចធម៌ច្បាស់ណាស់លោកគ្រូបើយល់ហើយលែងឆ្ងល់ហេតុផលព្រោះដឹងល្អ good បាទញោមពេលរស់ណាស់លោកគ្រូជួយបញ្យល់បច្ច័យ24ឬ52នឹងចាំរៀនញោមច្រើនណាបញ្ចក្ខន្ធលួងលោមអូយបាទញាតិញោមស្ដាប់យល់ច្រើនអូបាទសាធុធម៌ពិតជាពិរោះអូទីគ្រូបន្តកន្លះម៉ោងតាមពិតធោពិតនិយាយឲ្យមិនដែលល្អក្រោយទេបាទគ្រូនិយាយដេកលក់ឆឹងមកបាទគ្រូហើយអត់ខ្លាចក្រោយទេចង់សើរើមកសួរឡើងវិញបានអូព្រោះតែផលគូច្បាស់មកគាត់ណាបរិបត្តិគឺជាជីវិតរស់នៅប្រចាំថ្ងៃបើកំណត់ដឹងធម៌ហើយប្រកាសជាស្រាលឯងបងធម៌ថ្ងៃនេះសំខាន់មែនតើញាតិញោមជាពិសេសញាតិញោមនៅកំពុងមានបញ្ហាផ្លូវចិត្តអីគ្រូស្ដាប់មកឃ្លីបនេះល្អបាទអាចថាល្អមែនតើតាំងពីបានរៀនស្ដាប់ប្រធានភ្លឺណាស់លោកគ្រូគ្រូនៅសំណួរច្រើនទេគ្រូឆ្លើយតិចទៀតគ្រូមកគ្រូតិចទៀតនឹងមានសំណួរគេអុយទុកចោលទេគ្រូស្អែកគ្រូមែនបើដូច្នេះរាត្រីនេះគាត់ថាប៉ុណ្ណឹងចុះញាតិញោមហើយសង្ឃឹមថាញាតិញោមនឹងបានចាក់ច្បាស់កាន់តែច្បាស់ពីព្រោះថ្ងៃនេះគឺគ្រូបានសង្កត់ធ្ងន់រឿងកិច្ចប្រតិបត្តិក្នុងជីវិតបើហើយអ្វីដែលលោកគ្រូបានសម្ដែងមិញច្រើននេះកុំចោលការរៀនគ្រូណាកុំចោលការរៀនបើរៀនពុទ្ធិកាហើយមានសទ្ធាជ្រះថ្លានៅក្នុងការសិក្សារៀនសូត្រយើងនឹងបានយល់ច្បាស់អំពីពុទ្ធិការបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គទ្រង់សម្ដែងមកបើហើយថ្ងៃនេះស្មារតីក៏មានអារម្មណ៍ថាជ្រះថ្លាមែនទែនមិញនេះរឿងអង្គុយសិនដែរប៉ុន្តែលោកគ្រូដាក់រឿងច្បាស់មកទៅដូចភ្លឺដែរគាត់បាទហើយសង្ឃឹមថាញាតិញោមនឹងតាមដានស្ដាប់ហើយសិក្សាបើជាបន្តទៀតព្រោះអញ្ចឹងរាត្រីនេះស្មារួមជាមួយលោកគ្រូមានប្រមាណប៉ុណ្ណេះទេហើយសូមចម្រើនពរលាញាតិញោមតែប៉ុណ្ណេះបើសូមថ្វាយបង្គំលានិងចម្រើនពរលា